Good morning បងប្អូន Happy សប្តាហ៍រុនសួស្តីរីករាយនៅថ្ងៃបរិសុទ្ធរបស់ត្រង់ដែលត្រង់បានបង្កើតថ្ងៃបរិសុទ្ធមកដើម្បីគុណអរគ្នាបញ្ចូលមកក្រាបថ្វាយបង្គំត្រង់ជ្រាបសារព្រះអង្គនឹងរៀននៅព្រះបន្ទូលត្រង់ក៏នឹងលិនតួនឹងពើបាបដែលគុណអរគ្នាបានធ្វើ6ថ្ងៃនេះផងដែរគុណអរគុណត្រង់ដែលត្រង់បានមកកាប់ផ្ទៃមេឃផែនដី6ថ្ងៃដល់ថ្ងៃទី7ត្រង់ជប់សម្រាប់ហើយក៏ប្រទានពរញែកចេញជាបរិសុទ្ធនៅថ្ងៃនោះហើយទ្រង់វត្តមានរបស់ព្រះអង្គក៏នៅ24ម៉ោងនៅក្នុងថ្ងៃជប់សម្រាប់របស់ទ្រង់ហើយក៏ទ្រង់ជាម្ចាស់នៃថ្ងៃជប់សម្រាប់ជាការរំលឹកនៅការថ្វាយបង្គំជាការរំលឹកនៅការមកកបកើផ្ទៃមេឃផែនដីនោះឯងម្ល៉េះហើយសូមឲ្យព្រះអង្គបានម្ចាស់នៅថ្ងៃជប់សម្រាប់នេះគង់នៅជាមួយកូនអរគ្នានៅគ្រប់ទីកន្លែងបើកូនអរគ្នាមានបាបស្ដីទុច្ចរិតប្រព្រឹត្តដូចជាស្ត្រីដែលមានរដូវក៏ទ្រង់មេត្តាបានអត់ទោសដល់កូនគ្រប់គ្នាទាំងបងប្អូននៅទីនេះព្រោះកូនអរគ្នាដើរនៅក្នុងធូលីដីនៅក្នុងពិភពលោកមានបាបនេះក៏ងឹតម្ល៉េះឲ្យកូនអរគ្នាតែងតែប៉ះពាល់នៅប្រការណាមួយម្ល៉េះហើយសូមឲ្យព្រះអង្គបានអត់ទោសដល់កូនអរគ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅផ្សេងប្រទានដល់កូនអរគ្នាមានបបោមាត់ស្អាតយកលងើកភ្លើងពីអាសនៈរបស់ទ្រង់មកប៉ះពាល់ដកនៅស្ដីទុច្ចរិតចេញពីមាត់កូនអរគ្នាជាពិសេសនៅក្នុងចិត្តផងដែរព្រោះព្រះអង្គកំពុងជំនុំជម្រះមិនមែនតែខាងក្រៅមើលឃើញនោះទេព្រះអង្គគឺជំនុំជម្រះនៅក្នុងចិត្តម្ល៉េះហើយសូមឲ្យព្រះអង្គបានអត់ទោសដល់កូនអរគ្នាដើម្បីការទិដ្ឋានរបស់កូនអរគ្នាបានលឺដល់ប្រការទ្រង់នៅថ្ងៃបរិសុទ្ធរបស់ទ្រង់សូមព្រះអង្គប្រទាននៅអង្គព្រះវិញ្ញាណជាអង្គជំនួយជាអង្គបរិសុទ្ធជាអង្គដែលមានអំណាចបច្ចេស្តាជាអំណាចដែលព្យាបាលកូនអរគ្នាទាំងព្រលឹងវិញ្ញាណនិងសាច់ឈាមនេះសូមព្រះអង្គបានជួយកូនអរគ្នានៅថ្ងៃបរិសុទ្ធអាមែនខ្ញុំម្ចាស់ទូមគុំក៏សូមឲ្យព្រះនាមទ្រង់មកបរិសុទ្ធរាជទ្រង់ឆាប់ដល់ផាតីទ្រង់បានសម្រេចនៅផែនដីឋានសួគ៌ដែរសូមប្រទានហារកូនទៅការថ្ងៃនេះសូមអត់ទោសការរំលងរបស់កូនកូនបានចេះអត់ទោសដល់អ្នកដែលធ្វើខុសនឹងកូនផងដែរសូមកំណំកូនចូលស្ដីបួងឡើយប្រុសកូនបានរួចផុតពីស្ដីក្រក់អំណាចចេស្តាស្រីល្អជារបស់ផងទ្រង់អស់កលជានិច្ចកូនក៏អស់គ្នាតែងតែលិនតួនៅអំពើបាបជារៀងរាល់ថ្ងៃជារៀងរាល់សប្តាហ៍ដើម្បីសាបរបស់ព្រះអង្គដើម្បីឲ្យព្រះអង្គបានអត់ទោសបាបនៅស្ដីទុច្ចរិតរបស់កូនទាំងអស់គ្នាព្រោះទ្រង់មកផែនដីមិនមែនរកមនុស្សអត់ខ្ចោះទេរកមនុស្សមានបាបម្ល៉េះហើយអ្នកណាដែលសារភាពថាមានបាបគឺព្រះអង្គអាចសង្គ្រោះយើងទាំងអស់គ្នាបានណាបងប្អូនព្រោះមនុស្សផែនដីគ្មានមនុស្សណាម្នាក់សុចរិតនោះទេម្នាក់មិនមានផងគឺគ្មានអ្នកណាសុចរិតបរិសុទ្ធដែលមាននៅត្រង់ទេដែលបរិសុទ្ធគឺព្រះអង្គគ្រប់លក្ខឲ្យកូនអស់គ្នាបានគ្រប់លក្ខនៅថ្ងៃបរិសុទ្ធរបស់ព្រះអង្គនៅកូនអស់គ្នាសិក្សានៅមេរៀននេះផងដែរសូមវត្តមានរបស់ព្រះអង្គពេញដោយកូនអស់គ្នាទាំងព្រះវិញ្ញាណដើមម្ដៅចុងរដូវដើម្បីបើកសំណែកូនអស់គ្នាបានយល់ដាក់ព្រះបន្ទូលនៅក្នុងមាត់កូននៅផ្ទះនៃកូនបានមានបញ្ញាយោបល់មកព្រះអង្គប្រភពទ្រង់ភ្លឺមកកូនដើម្បីបើកសម្ដែងអ្វីដែលកូនអស់គ្នាបានរៀនពីមុនសូមព្រះវិញ្ញាណរំលឹកនៅសេចក្តីដែលត្រូវនៅសេចក្តីដែលបងប្អូនបានយល់ដើម្បីឲ្យបងប្អូននឹងនៅគ្រប់ទីកន្លែងនឹងបានយល់នៅសេចក្តីពិតរបស់ទ្រង់ហើយសូមដកនៅសេចក្តីអាក្រក់សូមបំភ្លេចនៅសេចក្តីខុសឆ្គងចេញពីកូនអស់គ្នាដើម្បីឲ្យកូនអស់គ្នាបានស្អាតបានត្រារបស់ព្រះអង្គនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនមុននឹងយើងចាប់ផ្ដើមនៅការថ្វាយបង្គំព្រះអង្គនៅថ្ងៃនេះនាងខ្ញុំចានឹងលើកយកចម្រៀងមួយបទចានៅក្នុងសភៅទំនុកដំកើងចាយើងនឹងច្រៀងនៅលេខ10ដូចជាទន្លេហូរគ្រឿងចាដូចទន្លេហូរគ្រឿងនៅលេខ10ចាគឺមានអត្តន័យយ៉ាងណានៅក្នុងនេះអូនាងខ្ញុំនឹងបើកខកពី2នៅក្នុងអត្តន័យនាងខ្ញុំធ្លាប់យកម្ដងហើយឥឡូវយកម្ដងទៀតបងប្អូនចាព្រះបន្ទូលព្រះអង្គគឺយើងរៀនដដែលនឹងឯងយើងមានអ្នកណាមួយជាគ្រូទេគឺជាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គនោះឯងជាគ្រូបង្ហាត់បង្រៀនកូនអស់គ្នាសូមវត្តមានរបស់ព្រះអង្គមកបើកសម្ដែងកូនអស់គ្នាតាមរយៈព្រះបន្ទូលព្រះអង្គតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គព្រោះសេចក្តីពិតនោះសម្អាតចិត្តកូនអស់គ្នាព្រះវិញ្ញាណរបស់ព្រះអង្គញែកកូនអស់គ្នាចេញជាបរិសុទ្ធនៅថ្ងៃបរិសុទ្ធរបស់ព្រះអង្គអាមែនយើងនឹងអានទៅខ2នាងខ្ញុំយកខ2ដូចសាមុនចាគឺនៅក្នុងអេសេគៀ47ខ12 1ហើយនឹងវិវរណៈចំពុក22ខ1ខ2ចានាងខ្ញុំធ្លាប់យកហើយតើមានអត្ថន័យយ៉ាងណានៅក្នុង
យើងរៀនពីទលេជីវិតណាបងប្អូនអេសគា47ម្ល៉េះនាងខ្ញុំយកខនេះមកអានទាំងអស់គ្នានៅក្នុងអត្ថន័យដើមឈើនៅជុំវិញហ្នឹងតំណាងឲ្យអីហើយទឹកនឹងតំណាងអីចាយើងអានអស់គ្នានៅក្នុងអត្ថន័យហ្នឹងចា47ខ12ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះនឹងមានដុះដើមឈើគ្រប់យ៉ាងសម្រាប់ជាអាហារជាដើមដែលស្លឹកមិនស្រពោនឡើយហើយមិនខានមានផ្លែដែលគឺនឹងកើតផ្លែថ្មីជារៀងរាល់ខែពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមកហើយផ្លែឈើទាំងនោះនឹងបានសម្រាប់ជាអាហារឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាបងប្អូនទលេជីវិតនេះគឺកែទាំងសាច់ឈាមនិងព្រលឹងវិញ្ញាណចាកែព្យាបាលទាំងសាច់ឈាមនិងព្រលឹងវិញ្ញាណចានឹងកែរោគឲ្យជាចាគឺដើមឈើគឺតំណាងអីបងប្អូនដើមឈើគឺតំណាងឲ្យអ្នកដឹកនាំចាតំណាងឲ្យនឹងឲ្យអ្នកដឹកនាំហើយដូចជាព្រះអង្គជាដើមឈើស្រស់ផងដែរចាដើមឈើនឹងគឺតំណាងអ្នកដឹកនាំស្ដេចចាក៏ដែរក៏ជាដើមឈើដែរណាចាអញ្ចឹងដើមឈើឲ្យទឹកតំណាងអីទឹកគឺតំណាងឲ្យមនុស្សចាមិនចឹងចាទឹកតិចតំណាងឲ្យមនុស្សតិចសមុទ្រគឺតំណាងឲ្យមនុស្សច្រើនទឹកទន្លេតំណាងឲ្យមនុស្សតិចជាងសមុទ្រណាបងប្អូនចាគឺសំខាន់ដែលបងប្អូនត្រូវចាប់អារម្មណ៍នៅក្នុងខនេះចានៅក្នុងខនេះពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមកចាទឹកនោះចេញពីទីបរិសុទ្ធមកទឹកនោះគឺតំណាងឲ្យម្សៅ 41000 ចេញពីទីបរិសុទ្ធចេញពីទីបរិសុទ្ធមកគឺពីពីក្រោមបល្ល័ង្ករបស់ព្រះអង្គមកចាចេញហូរពីនោះមកគឺជាអត្តន័យគឺម្សៅ 41000 ប៉ុន្តែនៅក្នុងខវិវណៈចំពុក1ចំពុក2គឺអត់ទេអញ្ចឹងនាងខ្ញុំចង់ប្រាប់បងប្អូនថាដើមទាំងសងខាងនេះមានផ្លែជារៀងរាល់ខែនេះគឺដើមឈើតំណាងឲ្យអ្នកដឹកនាំណាបងប្អូនចាតំណាងឲ្យអ្នកដឹកនាំហើយដើមឈើហ្នឹងគឺតំណាងឲ្យម្សៅ 41000 យកសេចក្តីសង្គ្រោះទៅឲ្យពួកមកវងធំអេមែនព្រោះទឹកនោះចេញពីទីបរិសុទ្ធមកចាចេញពីទីបរិសុទ្ធមកដើមឈើតំណាងអ្នកដឹកនាំអញ្ចឹងអ្នកដឹកនាំម្សៅ 41000 ទឹកដែលហូរពីទីបរិសុទ្ធមកហ្នឹងយកសេចក្តីសង្គ្រោះទៅឲ្យពួកមកវងធំមុនដំបូងឲ្យអ្នកណា20កោតសិនចា20កោតរាប់បាន3ចង្ហៀននេះគឺរាប់បាន20កោតដល់ពេលហែលគឺពួកមកវងធំដែលរាប់មិនអស់ចាមិនចឹងណាយើងអរគុណដល់ព្រះអម្ចាស់គឺព្យាបាលយើងដឹងហើយថាព្យាបាលស្លឹកហ្នឹងគឺដើមឈើហ្នឹងគឺព្យាបាលទាំងព្រលឹងវិញ្ញាណនិងសាច់ឈាមបងប្អូនយើងអរគុណដល់ព្រះអម្ចាស់ប៉ុន្តែមិនមែនជាដើមជីវិតដែលនៅនគរឋានសួគ៌គឺមិនមែនទេនៅផែនដីថ្មីនគរមុន1000ឆ្នាំគឺអត់មានដើមជីវិតផ្លែជីវិតដូចនៅនគរឋានសួគ៌ទេណាចាអញ្ចឹងយើងអានទៅក្នុងវិវរណៈចំពុក22ខ1ខ2ចាវិវរណៈ22ខ1ខ2ជាមើលអត្ថន័យខុសគ្នាណាបងប្អូននៅខ1ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេជីវិតចានេះទន្លេជីវិតថ្លាដូចកែវចរណៃគឺជីវិតអកលចាទន្លេជីវិតនេះចាគឺដូចកែវចរណៃចាគឺជីវិតអកលដែលហូរចេញពីបល្ល័ង្កនៃព្រះនៃកូនជាមចាយើងដឹងបល្ល័ង្ករបស់ព្រះនិងកូនជាមយើងដឹងថាព្រះអង្គមកផែនដីជាកូនជាមហើយដើរតួជាព្រះអង្គសង្គ្រោះបល្ល័ង្កប្រវោបិតាព្រេកបុត្រាព្រះវិញ្ញាណបរិសុទ្ធគឺ3អង្គហ្នឹងគឺនៅតែមួយចានៅលើបល្ល័ង្កហ្នឹងចាហើយខ2ឯនៅកណ្ដាលផ្លូវក្រុងនោះមានទន្លេទាំងសងខាងទាំងសងខាងនោះមានដើមជីវិតដែលបង្កើតផ្លែ12ដងមួយខែម្ដងមិនអញ្ចឹងណាបងប្អូនគឺមួយខែម្ដង
មួយខែម្ដងហើយស្លឹកឈើនោះក៏សម្រាប់នឹងមើលអស់ទាំងសះឲ្យជាអីមែនកន្លែងនេះនៅនគរឋានសួគ៌ការមានមែនបងប្អូនចាតលេជីវិតនឹងថ្លាដោយកៅចរណៃនឹងគឺជីវិតអស់កលនឹងយើងទៅទីនោះគឺមានដើមឈើជីវិតដើមឈើជីវិតនោះមាននៅណាបងប្អូនខ្លះកំជុះបងប្អូនព្រះអង្គឲ្យដើមឈើជីវិតនឹងដើមដឹងខុសត្រូវនៅក្នុងសួនច្បារដិនមិនចឹងចាគឺដើមជីវិតមួយដែរណាបងប្អូនប៉ុន្តែម៉ែរបស់យើងម៉ែដើមរបស់យើងគឺនាងអេវ៉ាបានទៅហូបដើមដឹងខុសត្រូវដើមជីវិតព្រះអង្គបានចាត់ទេវតាមកការពារជាដាវភ្លើងចាដើម្បីកុំឲ្យពុកដើមម្ដាយដើមរបស់យើងទៅប៉ះពាល់នៅដើមជីវិតបើសិនជាគេពួកគាត់ហូបដើមជីវិតណាគឺបាបអកលព្រះអង្គមិនអាចមកជួយសង្គ្រោះពួកគេបានទេគឺបាបអកលហើយព្រោះដើមជីវិតគឺជីវិតអកលបាបអកលបើជីវិតអកលដែលមិនមានបាបចាចាំនិយាយជីវិតអកលមិនមានបាបហើយបើគាត់ហូបគឺបាបអកលគឺអាចព្រះអង្គអត់មកសង្គ្រោះបានទេណាបងប្អូនចឹងបានទេវតាមកការពារនៅក្នុងជាដាវរបស់ដាវភ្លើងនៅក្នុងសួនច្បារដិនចានឹងនេះខ្ញុំគាត់ប្រាប់ថាដើមជីវិតមាននៅក្នុងសួនច្បារដិនដើមជីវិតនៅភពផ្សេងបងប្អូនជឿថានៅភពផ្សេងមានភពផ្សេងទេមាននៅក្នុងសភៅលោកកាមិនចឹងជាម99គេអត់ត្រូវការប្រែចិត្តទេមានជាមមួយគឺមានបាបដែលព្រះអង្គមកនឹងដើម្បីរកគេដែលបាត់បង់នេះចាគឺជាមួយនេះឯងគឺផែនដីរបស់យើងភព99គេត្រូវការប្រែចិត្តទេភពទាំង9គឺគេអត់មានបាបហើយក៏គេមាននៅដើមជីវិតដើមដឹងខុសត្រូវនៅក្នុងភពរបស់គេរៀងខ្លួនគេស្ដាប់បង្គាប់ប៉ុន្តែភពរបស់យើងគឺធ្លាក់អំពើបាបដោយសារមេលបួងបានធ្លាក់មកមុននឹងការប្រកបប្រកើតផ្ទៃមេឃផែនដីមកលបួងម្ដាយដើមរបស់យើងចឹងបាននាងខ្ញុំជាប្រាប់ថាគឺមិនមែនបរោះទេធ្លាក់បាបគឺស្ត្រីបងប្អូនចាលោកពោគាត់បានប្រាប់គឺស្ត្រីធ្លាក់បាបចឹងស្ត្រីនៅពេលនេះគាត់មិនទាន់នឹងមានបាបផងគាត់ចាញ់លបួងរបស់រក្សាតាំងម្ល៉េះហើយសូមឲ្យព្រះអង្គបានអត់ទោសដល់កូនអស់គ្នាគឺគាត់មានទៀបជាងទេវតាបន្តិចព្រះអង្គបង្កើតមកស្រីល្អគេមានស្រីល្អគាត់មានស្រីល្អចាទាំងអាដាមអេវ៉ាគឺមិនបានឃើញខ្លួនអាក្រាតនោះទេប៉ុន្តែដោយសារពស់វាមានអបាយកលណាបងប្អូនពស់មានអបាយកលពស់នោះវាប្រាប់ទៅអ្នកស្រីអេវ៉ាថាដោយសារវាញ៉ាំដើមដឹងខុសត្រូវបានវាចេះនិយាយបានវាស្អាតអញ្ចឹងឃើញទេល្បិចវាខ្លាំងណាចាម្ល៉េះហើយសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាកុំនាំកូនអស់គ្នាចូលស្ដីបួងឡើយព្រះអង្គឲ្យប្រគុណអស់គ្នាបានរួចផុតពីស្ដីក្រក់ណាជាស្ដាស្រីល្អចិត្តរបស់ផងត្រង់ប៉ុន្តែខ្ញុំតែប្រាប់ឲ្យព្រះអង្គមុននឹងធ្លាក់ស្ដីលបួងគឺទេវតាបានមកប្រាប់នាងអេវ៉ាហើយថាកុំឲ្យទៅឆ្ងាយពីប្តីណាដើម្បីកុំឲ្យទៅឆ្ងាយពីប្តីដើម្បីកុំឲ្យរក្សាតាំងលបួងប៉ុន្តែនាងនៅតែទៅប៉ះពាល់នាងនឹងទៅចង់ដឹងចង់លឺនៅក្នុងការនឹងគឺនាងធ្លាក់ស្ដីលបួងទៅបានដែលគាត់មិនទាន់ធ្លាក់ពើបាបផងអញ្ចឹងនាងខ្ញុំនិយាយកន្លែងទៅនេះគាត់នៅសម្គាល់ប្រាប់បងប្អូនថាគឺចាដើមជីវិតនៅក្នុងភពផ្សេងមានដើមដឹងខុសត្រូវដើមជីវិតនៅក្នុងសួនច្បារដិនគឺមានដើមជីវិតនិងដើមដឹងខុសត្រូវប៉ុន្តែបងប្អូនត្រូវដឹងថាសួនច្បារដិនអត់មាននៅផែនដីទៀតទេមាននៅណាគឺក្នុងនគរឋានសួគ៌មិនចឹងចាព្រះអង្គបានលើកទៅនគរឋានសួគ៌បាត់ហើយអូខេដើមផ្លែមួយដងហើយស្លឹកឈើនោះក៏សម្រាប់នឹងមើលអស់ទាំងសះឲ្យជាចាអញ្ចឹងនាងខ្ញុំបានប្រាប់បងប្អូនហើយថាផ្លែដើមជីវិតហ្នឹងហើយនឹងស្លឹកហ្នឹងមើលសម្រាប់ឲ្យគ្រប់ទាំងសះឲ្យជាហ្នឹងមានន័យថាយើងសពថ្ងៃយើងដឹងថាយើងនៅសះខ្មែរគេសះចិនសះយួនសះស្អីផ្សេងអញ្ចឹងទៅណាបងប្អូនប៉ុន្តែនៅនគរមុន1000ឆ្នាំ
ก็chia sẻแต่มวยให้อิสราเอลแต่มวยบางคนจ้ะปัญแต่การสลายโอการในสอกมาคือในเตียบในปัวเมียนโกนเขมรคือในกรมมันปอนชนะคือในเมียนกรอนแต่ยังอดเมียนบาปติดเตะอดเมียนจมือติดเตะอดตระการลันตัวเตะในก็มันมาปอนชนะปัจจุบันนี้ขยมใจจะปรับบางปอนยังในเตียบในปัวในขมายในโซในสักเซงอดตอนเมียนสลายโอเตយើងទៅដល់ដើមជីវិតស្លឹកជីវិតបានយើងទៅញ៉ាំដើមជីវិតស្លឹកជីវិតនឹងទៅបានយើងក្រូអាប់យើងធំតូចកូនក្មេងក៏ទៅដល់ដើមមេវ៉ាហើយមនុស្សចាស់ក៏មកដល់ដើមមេវ៉ាគឺមានតាមភាសាអីទៅគឺមានស្មើគ្នាទាំងអស់យើងអត់មានខ្មៅគ្មានសអត់មានសះអីទៀតទេគឺព្យាបាលការពិតនៅលើនគរឋានសួគ៌ប៉ុន្តែនៅលើផែនដីនៅក្នុងអេសេគៀលចំពុក47គឺអត់ទេបងប្អូនគឺសេចក្តីសង្គ្រោះនាំទៅដល់មកវងធំទេទៅព្យាបាលទាំងសាច់ឈាមនិងព្រលឹងវិញ្ញាណជាបាបនៅក្នុងពួកមកវងធំណាចាអញ្ចឹងកន្លែងទៅនឹងនាងខ្ញុំតែងប្រាប់បងប្អូនខ្លះក៏យល់ព្រោះនាងខ្ញុំតែងយល់ថេះបងប្អូនតើបងប្អូនស្ដាប់យល់ប៉ុណ្ណាបងប្អូនមានតិចបងប្អូនស្ដាប់យល់ហើយតិចគឺជាព្រះយើងបើកចិត្តអស់ហើយសូមយាងព្រះវិញ្ញាណមកជួយជាយើងកាត់តិចចេញដើម្បីឲ្យកាត់ស្បែកតិចចេញដើម្បីឲ្យយើងបានយល់នៅសេចក្តីពិតតាមព្រះវិញ្ញាណដឹកនាំបងប្អូនចាកុំឲ្យមានការសង្ស័យចាព្រោះយើងមិនយល់កន្លែងទៅហ្នឹងយើងបន្ថែមទៅទៀតទៅព្រោះព្រះអង្គមិនទាន់បើកឲ្យបងប្អូនយល់ទៅហ្នឹងណាចាយើងអត់ទាន់ដល់ចំណុចហ្នឹងទេពេលដល់បងប្អូនមើលមេរៀនផ្សេងព្រះអង្គនឹងបើកឲ្យបងប្អូនយល់ព្រោះព្រះអង្គនឹងនាំបងប្អូនចូលគ្រប់ទាំងសេចក្តីពិតដើម្បីឲ្យបងប្អូនបានត្រាស់ចាប៉ុន្តែដោយព្រះអង្គមានបន្ទូលថានៅផែនដីព្រះអង្គប្រាប់គេប៉ុណ្ណឹងគេមិនយល់ផងតម្រាំប្រាប់គេពីនគរឋានសួគ៌អញ្ចឹងព្រះបន្ទូលព្រះអង្គបរៀនយើងឃ្លាទៅនេះបន្តិចឃ្លាទៅនោះបន្តិចព្រោះយើងនៅជីស្អីមានអីខ្លះស្ដីជំនឿមាន baby ចាមានមនុស្សជំទើមានមនុស្សធំម្លោះហើយទៅតាមឋានៈសិនណាបងប្អូនម្លោះហើយសូមឲ្យព្រះអង្គនៅតែជួយកូនអស់គ្នានាំកូនអស់គ្នាជួបគ្រប់ទាំងស្ដីពិតដើម្បីឲ្យកូនអស់គ្នាបានត្រារបស់ព្រះអង្គត្រាដើមម្ដៅនឹងចុងម្ដៅយើងដឹងដើមម្ដៅគឺជាត្រានៅលើថ្ងាសរបស់យើងជាត្រារបស់ក្រឹតវិន័យត្រាចុងម្ដៅយើងនឹងសិក្សានៅព្រះបន្ទូលរបស់ព្រះអង្គនៅមេរៀននេះមកគឺសម្រាប់ទទួលនៅព្រះវិញ្ញាណចុងម្ដៅណាបងប្អូនអញ្ចឹងហោរាវិញ្ញាណរបស់លោកអេយ៉ាហូថេនេះគាត់នាំទាំងដើមម្ដៅគឺសភៅរបស់អ្នកស្រីនឹងព្រះគម្ពីរហ្នឹងគឺសេចក្តីស្លាប់ហ្នឹងគឺមកនៅក្នុងមេរៀននេះទាំងដើមម្ដៅចុងម្ដៅគឺសម្រាប់បោះដំផលដំបូងគឺទឹកហូរចេញពីបល្ល័ង្ករបស់ព្រះអង្គអាមែនអញ្ចឹងបងប្អូនមិនយល់ទាស់បងប្អូនក្រោកឈរជាមួយនាងខ្ញុំច្រៀងនៅលេខ10នេះនៅចំណងជើងដូចជាទន្លេហូរគ្រឿងដើម្បីទៅសើសិរីល្អរបស់ព្រះអង្គនៅថ្ងៃជប់សម្រាប់ទាំងអស់គ្នាអាមែន
excuse me ចាយើងអរគុណដល់ព្រះអង្គផងយើងពឹងជឿយើងនឹងមានសេចក្តីសុខសាន្តខាងព្រលឹងវិញ្ញាណណាបងប្អូនវិញ្ញាណបត្តនីយជាព្រះអង្គឲ្យយើងពឹងអស់ត្រង់អស់ពីចិត្តមិនចឹងកុំឲ្យពឹងមនុស្សដែលមានខ្យល់ដង្ហើមនៅក្នុងរុនច្រមុះចាបើគេអាចជួយសង្គ្រោះយើងបានយើងពឹងព្រះណាបងប្អូនសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាជួយចម្រើនកម្លាំងប្រឹងស្ដីជំនឿកូនអស់គ្នាមានកម្លាំងនិងចិត្តក្លាហានដើម្បីធ្វើការព្រះអង្គបើយើងចាសូមជំនឿឲ្យយើងរឹងមាំចាសូមបើយើងមានទុក្ខលំបាកឲ្យយើងសូមនៅកម្លាំងដើម្បីឲ្យព្រះអង្គបានជួយឲ្យកូនអស់គ្នាព្រោះកូនអស់គ្នាមិនតែងមិនដែលអួតពីសេចក្តីល្អរបស់កូនឲ្យកូនអស់គ្នាអួតពីសេចក្តីកំសោយរបស់កូនដើម្បីឲ្យប្រជាស្ដាទ្រង់បានសន្ធិដ្ឋនៅក្នុងសេចក្តីកំសោយរបស់កូនអស់គ្នាព្រោះកូនអស់គ្នាតែងតែគិតថាកូនអស់គ្នាជាមនុស្សល្ងីល្ងើប៉ុន្តែព្រះអង្គនឹងប្រើមនុស្សល្ងីល្ងើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់ចាឲ្យមនុស្សកំសោយរបស់កូនអស់គ្នាឲ្យមានអ្នកខ្លាំងនោះខ្មាស់ផងដែរម្ល៉េះហើយសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអស់គ្នាជាមនុស្សល្ងីល្ងើនេះជាឧបករណ៍ដែលទ្រង់ប្រើនេះដាក់ព្រះបន្ទូលនៅក្នុងមាត់កូនប្រទានឲ្យកូនមានបញ្ញាយោបល់មកព្រះអង្គបើកសម្ដែងឲ្យកូនបានយល់ជាមុនដើម្បីឲ្យកូនមានមាត់អាចនិយាយទៅនៅព្រះបន្ទូលព្រះអង្គឲ្យបងប្អូនបានយល់នៅស្ដីពិតរបស់ព្រះអង្គឲ្យកូនបានច្រៀងទៅកំសាន្តចិត្តគេផងដែរណាព្រះអង្គនៅថ្ងៃបរិសុទ្ធនេះសូមព្រះអង្គបានបំពេញដល់កូននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអូខេយើងថ្ងៃនេះនាងខ្ញុំមិនអធិដ្ឋានទេព្រោះចាយើងបានអធិដ្ឋានមុនទៅចាប់ផ្ដើមនៅការយើងចាប់ផ្ដើមហើយម្ល៉េះហើយយើង start រៀនទាំងអស់គ្នាណាបងប្អូនយើងមានម៉ោងតិចចាអញ្ចឹងនាងខ្ញុំបងប្អូនបានរៀនជាមួយលោកពូហើយអញ្ចឹងនាងខ្ញុំគ្រាន់តែសង្ខេបបន្តិចទៅបញ្ជាក់នៅក្នុងអត្ថន័យឆតដើម្បីបងប្អូនបានយល់ចានៅក្នុងទឹកហូរចេញមកជាអ្នកណាហើយ4វគ្គ4ចំហៀនហ្នឹងជាអីទឹកដែលច្រើននឹងជាអីចាដើមឈើយើងបានបកស្រាយហើយគឺជាតំណាងឲ្យសេចក្តីសង្គ្រោះដើមឈើតំណាងឲ្យអ្នកដឹកនាំចាជាស្ដេចហើយដឹកនាំកន្លែងនេះគឺជា140,000យកសេចក្តីសង្គ្រោះទៅដល់ពួកមវងធំដើមឈើនៅជុំវិញទន្លេនេះណាបងប្អូនអញ្ចឹងយើងសិក្សាទៅទាំងអស់គ្នាបងប្អូនណាចាយើងអត់មានអ្នកណាជាគ្រូទេគឺជាអង្គព្រះវិញ្ញាណនៃសេចក្តីពិតមួយប៉ុណ្ណោះជាគ្រូរបស់យើងទាំងអស់គ្នាចាដើម្បីឲ្យយើងបានយល់គឺព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គពីអ្នកឡើងទៅសូមវត្តមានរបស់ព្រះអង្គគង់នៅជាមួយកូនអស់គ្នាបើកសម្ដែងកូនអស់គ្នាយល់តាមព្រះបន្ទូលរបស់ព្រះអង្គតាមព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គហើយសូមដេញវិញ្ញាណអាក្រក់ទេវតាអាក្រក់ចេញពីកូនអស់គ្នាជាពិសេសសូមឲ្យកូនអស់គ្នាបាននិយាយតែព្រះបន្ទូលព្រះអង្គឲ្យត្រូវនឹងតាមមហាទេយត្រង់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គជាអ្នករំលឹកដាស់តឿនសូមដេញអស់វិញ្ញាណអាក្រក់ទេវតាអាក្រក់ទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងៗដើម្បីឲ្យកូនអស់គ្នាបានយល់នៅសេចក្តីពិតរបស់ទ្រង់ព្រោះវាតែងតែអុកឡុកកូនអស់គ្នាទាំងចិត្តទាំងសាច់ឈាមព្រលឹងវិញ្ញាណកូនអស់គ្នាដើម្បីឲ្យកូនអស់គ្នាបានដួលបានមិនស្ដាប់ត្រង់លឺម្លោះហើយសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាព្រោះកូនដឹងថាការថ្វាយបង្គំគឺវាមកនៅក្នុងកណ្ដាលកូនអស់គ្នាម្លោះហើយដឹងថាយើងចង់រៀនពីអ្វីហើយចាអ្នកដឹកនាំឬក៏អ្នកគ្រូបើកបម្រើរបស់ទ្រង់និយាយចេះចាប់យល់បើបម្រើទ្រង់បើកនៅមេរៀនអីដើម្បីបងប្អូនយល់គឺវានាំចិត្តយើងទៅគិតរឿងផ្សេងគិតពីលោកីគិតពី business ពីក្រុមហ៊ុនឬគឺកន្លែងធ្វើការចាវានាំចិត្តកូនអស់គ្នាទៅដើម្បីមិនឲ្យកូនអស់គ្នាមិនឲ្យកូនអស់គ្នាបានលឺនៅសេចក្តីព្រមានលឺនៅព្រះបន្ទូលរបស់ទ្រង់នោះទេម្ល៉េះហើយសូមព្រះអង្គវត្តមានរបស់ព្រះអង្គគង់នៅជាមួយកូនអស់គ្នាឲ្យកូនអស់គ្នាបានយល់នៅសេចក្តីពិតរបស់ទ្រង់នៅទន្លេជីវិតនេះចានាងខ្ញុំអត់ច្រើនទេណាបងប្អូននាងខ្ញុំបានប្រាប់បងប្អូននាងខ្ញុំយកតិចដើម្បីឲ្យបញ្យល់នៅក្នុងអត្ថន័យឆតឲ្យបងប្អូនចាប់បាននៅក្នុងឆតឆាប់យល់ជាងខព្រះគម្ពីរយើងមានព្រះគម្ពីរហើយយើងនឹងបរៀនបងប្អូនឆតតារាងដើម្បីបងប្អូនឆាប់ចាប់បានចាយើងដឹងហើយនេះជាទន្លេជីវិតដែលបងប្អូនបានមើលនៅក្នុងលោកពូគាត់បានបរៀនចាគឺទន្លេនេះហូរចេញពីខាងកើតមកពីខាងស្ដាំមកស្នាមអញ្ចឹងហើយបងប្អូនឃើញ
ទេវតាកាន់ដៃលោកអេស្គៀលបងប្អូនលោកអេស្គៀលនៅក្នុងអេស្គៀលចំពុក9ដែលយើងបានរៀននៅសល់តែគាត់គឺអេស្គៀលកន្លែងនេះគឺតំណាងឲ្យ140,000ដែលនៅក្នុងអេស្គៀលចំពុក9ចាអញ្ចឹងសបិនរបស់លោកអេស្គៀលទឹកនេះគឺ140,000ដែលហូរចេញមកណាចាហូរចេញមកពីបល្ល័ង្ករបស់ព្រះអង្គពីទៅខាងកើតនិងពីខាងស្ដាំព្រះអង្គមកនឹងចាគឺជា140,000ហើយអ្នកណាកាន់ដៃលោកអេសេគៀលនៅក្នុងចំណុចនឹងចាអ្នកណាគេកាន់ដៃនៅក្នុងនឹងគឺជាទេវតាបងប្អូនចាទេវតានៅក្នុងអេសេគៀល47កាន់ដៃលោកអេសេគៀលនឹងគឺជាទេវតានៅក្នុងវិវរណៈចំពុក18ខ1ចាទេវតាមានសេរីល្អកាន់លោកអេសេគៀលទៅកន្លែងទៅនឹងចាហើយចាទឹកនេះគឺហូរចេញពីបល្ល័ង្កមកទឹកឆ្មានេះគឺជា140,000ដែលហូរចេញពីបល្ល័ង្កមកនឹងគឺបល្ល័ង្កនឹងគឺជាតំណាក់របស់ព្រះអង្គគឺជាភ្នំលោហិនទី2គឺផ្ទះរបស់លោកដាវីតចាហៅដាវីតចាគឺបានសម្អាតរួចហើយចាបានញែកចេញជាបរិសុទ្ធហើយគេបានត្រាហើយណាបងប្អូនគេបាននៅអំណាចព្រះវិញ្ញាណចុងដៅហើយដែលព្រះអង្គបានប្រទានពីឋានសួគ៌ល្ងើកភ្លើងពីឋានសួគ៌មកហើយពួកគេចេញទៅធ្វើការគឺជាសំឡេងយ៉ាងខ្លាំងចុងក្រោយបងប្អូនចាសំឡេងយ៉ាងខ្លាំងចុងក្រោយចាអញ្ចឹងគឺ140,000ចេញទៅប្រមូលមកវងធំចាអញ្ចឹងណាបងប្អូនអញ្ចឹងនាងខ្ញុំចង់រៀនជាមួយបងប្អូនទៅនឹងតិចហើយចាំយើងទៅដល់ទៅនឹងចាំយើងបន្ថែមទៅនាងខ្ញុំគាត់តែបញ្ជាក់ពីឆតដើម្បីបងប្អូនយល់ក្នុងឆតនឹងសិនទេហើយចាំយើងទៅដល់យើងអានខកពីសិនហើយចាំយើងបកស្រាយក្នុងអត្ថន័យនឹងថែមទៀតណាចាអញ្ចឹងយើងទៅជាមួយនាងខ្ញុំចាសូមព្រះវិញ្ញាណជួយកូនអរគ្នាទ្រង់ជាគ្រូមិនមែនកូនអរគ្នាទេគឺជាព្រះអង្គអូខេនាងខ្ញុំអាននៅគំនិតសេចក្តីណែនាំការសិក្សានៅមេរៀននេះបង្ហាញឲ្យឃើញថាទឹកដែលបានคล้ายទៅជាទន្លេអស្ចារ្យនៃការជាក់ស្ដែងដែលលោកហោរ៉ាអេសេគៀលបានឃើញដែលតំណាងឲ្យពួកបរិសុទ្ធមួយវងធំទទួលបានអំណោយទានជាមួយនឹងអំណាចព្យាបាលមកពីបល្ល័ង្ករបស់ព្រះអូខេបងប្អូនចាប់បានទេទឹកទន្លេដ៏អស្ចារ្យជាក់ស្ដែងនៅហោរ៉ាអេសេគៀលហ្នឹងគឺតំណាងឲ្យពួកបរិសុទ្ធមួយវងធំទទួលបានអំណាចជាមួយនឹងអំណាចព្យាបាលដែលមកពីបល្ល័ង្ករបស់ព្រះតាមរយៈភាពដើមដែលជារុនទឹកក្នុងសក្ការីចំពុក13ខ1ណាក្បាលទឹកយើងដឹងថាតាមរយៈណារុនទឹកក្បាលទឹកមានពីរភពទឹកកូនចៅអ៊ីស្រាអែលខាងសាច់ឈាមក្បាលទឹកមួយទៀតគឺជា140,000កម្លាំងរបស់អ៊ីស្រាអែលគឺ120នាក់កម្លាំងអ៊ីស្រាអែលខាងសាច់ឈាមគឺ120អ៊ីស្រាអែលខាងព្រលឹងវិញ្ញាណគឺ140,000នាក់ណាបងប្អូនចាសូមឲ្យព្រះវិញ្ញាណរំលឹកនាងខ្ញុំមកវិញដើម្បីប្រាប់បងប្អូនឲ្យបងប្អូនបានយល់នៅសេចក្តីពិតអញ្ចឹងប្រភពទឹកនោះក៏ជាអ៊ីស្រាអែលខាងសាច់ឈាមក៏បើកហើយនៅត្រែលេខប្រហែលត្រែលេខ3ត្រែ3ផ្លុំឡើងណាបងប្អូនប្រភពទឹកនេះសពថ្ងៃសម្រាប់140,000អត់ទាន់បើកទេគឺនៅសំឡេងយ៉ាងខ្លាំងឡោតក្រៃចុងក្រោយណាបងប្អូនចាអត់ទាន់បានបើកទេចាឲ្យច្បាស់អ៊ីស្រាអែលខាងសាច់ឈាមបើកហើយចានៅត្រែទី3អ៊ីស្រាអែលខាងព្រលឹងវិញ្ញាណក្បាលទឹកនេះអត់ទាន់បើកទេណាបងប្អូនគឺនៅសំឡេងយ៉ាងខ្លាំងនៅឡោតក្រៃចុងក្រោយឡោតក្រៃហ្នឹងក្រោយសម្អាតព្រះវិហារចាក្រោយសម្អាតព្រះវិហារបានទៅជាឡោតក្រៃបានឥឡូវអត់ទាន់បានបើកទេណាព្រោះបងសម័យឥឡូវនេះគឺសម័យបោះត្រាបងប្អូនសម័យបោះត្រា140,000សារសម័យបោះត្រា140,000បងប្អូនបានដឹងហើយទេវតា3និងទេវតាមកពេលទៅថ្ងៃរះគឺសារសម្រាប់បោះត្រា140,000
ចឹងដល់ពេលត្រាទៅសារទៅពួកមកវងធំគឺផ្សេងទៀតមិនមែនអត់ដូចគ្នាគឺផ្សាយពីព្រះអង្គនឹងយកត្រាទេវតា3ចាទៅពិភពលោកចាគឺពីថ្ងៃឈប់សម្រាកដើម្បីទៅហៅមកវងធំឲ្យចេញពីបាបេឡូនបងណាចាគឺសារខុសគ្នាណាបងប្អូនចឹងគាត់ចាបញ្ជាក់ទៅនឹងតិចចាចឹងការងាររបស់ព្រះវិហារគឺបោះត្រា 140,000 ការងារពិភពលោកបោះត្រា 140,000 បោះត្រាមកវងធំស្អីគេបោះត្រាមកវងធំណាចាគឺអត្តន័យចឹងសូមឲ្យព្រះវិញ្ញាណជួយចាគឺកូនអរគ្នាជាមនុស្សកំសត់កំសោយខ្លីឯកណិតខ្លីឯបញ្ញាប៉ុន្តែកូនពឹងអាងទៅលើព្រះវិញ្ញាណកូនរៀនសពថ្ងៃកូនមិនគិតថាកូនចាំនោះទេចាកូនពឹងអាងទៅលើព្រះវិញ្ញាណដែលរំលឹកដាស់តឿនកូនអរគ្នាដែលកូនអរគ្នាបានរៀនយល់សូមឲ្យព្រះអង្គបានប្រទានពរដល់កូននៅថ្ងៃជប់សម្រាប់បោះត្រង់អូខេជាបាលចាខ13ដែលប្រទាននៅការព្យាបាលដល់នៅអកលជានិច្ចជីវិតដល់នៅអកលជានិច្ចនៅពេលដែលសម្រេចចុងក្រោយចានៅសម្លេងចុងក្រោយណាបងប្អូនចាឃើញទេចាគឺយកទៅក្បាលទឹកនៅសក្ការីចំពុក13ខ1នៅសម្លេងក្លោកក្រោយសម្លេងចុងក្រោយសម្រេចចុងក្រោយបំពងឡើងដើម្បីយកពីថ្ងៃឈប់សម្រាកនឹងទៅឲ្យពួកមកវងធំដើម្បីសពថ្ងៃពួកមកវងធំជាមរបស់ព្រះអង្គនៅគ្រប់ទីកន្លែងហ្នឹងគឺព្រះអង្គទៅហៅគេនឹងយកថ្ងៃឈប់សម្រាកទៅហៅគេចេញពីបាបេឡូនមកសពថ្ងៃពួកមកវងធំគឺនៅព្រះវិហារផ្សេងអត់ទាន់បានទទួលត្រាអានមួយនោះទេណាបងប្អូនប៉ុន្តែថ្ងៃឈប់សម្រាកចេញទៅបើគេទទួលនៅថ្ងៃជប់សម្រាប់គេនឹងចេញមកចូលនៅក្នុងពួកមកវងធំប៉ុន្តែបើគេអត់ទទួលទេគេនឹងទទួលត្រាមួយនោះហើយណាចាចាប់ឲ្យតន់នៅក្នុងអត្តន័យហ្នឹងណាបងប្អូនចាឥឡូវអត់តន់អ្នកណាទទួលត្រាទេគឺពួកមកវងធំប៉ុន្តែចាបើនៅក្នុងព្រះវិហារក៏យើងអត់ដឹងដែរនៅក្នុងព្រះវិហារវាមានសង្ហែស្រូវបងប្អូនសួរថាបងធ្វើម៉េចឲ្យបានសម្គាល់បានត្រាស់យើងអត់ដឹងដែរប្រកាន់ថាមានហេតុផលមួយបើយើងបានទទួលត្រាគេមានចំណេះខាងសាច់ឈាមនិងព្រលឹងវិញ្ញាណគេអត់រំកើទេបងប្អូនគេចូលមួយមកអានឹងជាសម្គាល់គាត់តែយើងជាសម្គាល់ទេយើងអត់អាចមើលទៅបងប្អូនណាឃើញត្រាបងប្អូននៅលើថ្ងាសរបស់នាងខ្ញុំមិនអាចមើលឃើញបងប្អូនមានត្រាគឺមានទេវតាសម្លេះមួយប៉ុណ្ណោះដែលអាចមើលឃើញត្រាដែលបងប្អូននៅលើថ្ងាសណាចាសូមឲ្យកូនអរគ្នាព្រះវិញ្ញាណនៃសេចក្តីពិតព្រះវិញ្ញាណរបស់បរិសុទ្ធរបស់ព្រះអង្គមកប្រថាប់ត្រានៅកូនអរគ្នាដើម្បីកូនអរគ្នាបានត្រាដើម្បីធ្វើការងារចុងក្រោយ1ម៉ោងនេះផងដែរព្រោះកូនដឹងថាកូនអរគ្នាជាឧបករណ៍ដែលទ្រង់ប្រើម្ល៉េះហើយសូមឲ្យឧបករណ៍ដែលអាក្រក់ចេះអីទៅចង់អួលឧបករណ៍ដែលអាក្រក់ដែលមានបាបដែលកំសោយដែលខួរក្បាលមិនល្អឬក៏ល្ងងខ្លៅនេះសូមឲ្យព្រះអង្គបានកែកូនអរគ្នាឡើងចាឲ្យកូនអរគ្នាមានបញ្ញាដូចជាទ្រង់ជាតួបញ្ញាដែលកូនអរគ្នាបានពឹងជ្រកម្លោះហើយកូនអរគ្នាស៊ូទៅអួតពីសេចក្តីកំសោយកូនអរគ្នាតែងតែប្រទាបខ្លួនចំពោះព្រះអង្គកូនអរគ្នាខ្វះខាតអាយសេចក្តីសុចរិតកូនអរគ្នាខ្វះខាតនៅថ្នាំលាបភ្នែកកូនអរគ្នាខ្វះខាតនៅមាសសម្រង់កូនអរគ្នាខ្វះខាតទាំងអស់សូមឲ្យព្រះអង្គបានបំពេញកូនអរគ្នាដែលកូនជាស្រីព្រហ្មចារី5នាក់ដែលល្ងងដែល10នាក់នេះល្ងងនេះកូនអរគ្នាស៊ូប្រទាបខ្លួនដើម្បីឲ្យកូនអរគ្នាមានបញ្ញាឡើងដោយសារអង្គបញ្ញាមកគង់នៅជាមួយកូនអរគ្នាអាមែនហាឡេលូយ៉ាសូមឲ្យកូនអរគ្នាមានព្រេងសគួរនេះផងដែរដើម្បីចាក់ជារៀងរាល់ថ្ងៃដើម្បីឲ្យកូនអរគ្នាបានដើរទៅក្នុងនគររបស់ទ្រង់មិនថាស្រីថាប្រុស140,000កុំអស់សង្ឃឹមណាបងប្អូនទុកឲ្យយើងបានទៅដល់ក៏យើងបានសង្គ្រោះដែរនិយាយមួយបាត់ចេះបើសិនជាយើងមានត្រានាងខ្ញុំមិនអះអាងទៅលើគាត់ថាយើងចូលជឿសារហើយយើងបានសង្គ្រោះខ្ញុំការសង្គ្រោះនៅលើព្រះទេចាគឺមនុស្សស្លាប់ក៏ដូចគ្នាដែរនាងខ្ញុំមិនថាគាត់បានសង្គ្រោះឬប្រហែលជាគាត់អាចបានសង្គ្រោះឬក៏មិនបានសង្គ្រោះនៅលើព្រះ
ប្រង្គន់នេះខ្ញុំចង់ប្រាប់បងប្អូនថាដែលព្រះអង្គមិនអាចសង្គ្រោះគេបានគឺគេសម្រាប់ខ្លួនចាដោយគេចងកដោយគេសម្រាប់ខ្លួនឯងព្រះអង្គមិនអាចសង្គ្រោះគេបានទេប៉ុន្តែបើគេមានបាបដង្ហើមចុងក្រោយរបស់គេបើគេស្រែកអំពាវនាវរកព្រះអង្គអាចសង្គ្រោះជួកាអ្នកខ្លះអួតខ្លួនឯងថាជាគ្រីស្ទានល្អនេះជាគ្រីស្ទានល្អណាចាដាក់ដង្វាយ 10% ចាធ្វើអ្វីតាមព្រះបន្ទូលព្រះអង្គប៉ុន្តែចិត្តរបស់យើងយ៉ាងម៉េចទៅដល់ទីនោះអត់ឃើញក៏អត់ដឹងប៉ុន្តែគេដង្ហើមចុងក្រោយរបស់គេស្រែកអំពាវនាវរកព្រះអង្គគេទៅអង្គុយនៅនគរឋានសួគ៌មុនយើងផងបងប្អូនសេចក្តីសង្គ្រោះលើព្រះណាចាយើងអត់ដឹងទេចាម្ល៉េះហើយសូមឲ្យព្រះអង្គការសង្គ្រោះលើព្រះអង្គសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាដើម្បីព្រោះព្រះអង្គមិនជំនុំជម្រះបងប្អូនតែខាងក្រៅទេត្រូវដឹងថាខាងក្រៅគឺជាមនុស្សអ្នកជំនុំជម្រះចាមនុស្សយើងមើលអ្វីខាងក្រៅឃើញខាងក្នុងចិត្តមើលអត់ដឹងទេអាមួយនោះក៏ដូចគ្នាវាមិនដឹងក្នុងចិត្តយើងទេបងប្អូនណាចាអត់ទេអាមួយនោះវាដឹងនៅក្នុងចិត្តយើងទេវាដឹងនៅក្នុងពាក្យសម្ដីដែលយើងចេញមកចាពាក្យសម្ដីដែលចេញមកហើយនឹងសកម្មភាពរបស់យើងគឺវាសរុបព្រះអង្គដឹងអ្វីនៅក្នុងចិត្តអ្វីដែលយើងមិនទាន់និយាយចេញមកម្លេះអាមែនជាព្រះពិតជាព្រះដែលកូនអស់គ្នាចង់បានអាមែនប៉ុន្តែមួយនោះចាគឺវាចូលចិត្តយ៉ាងវាចូលចិត្តមើលជំនុំជម្រះខាងក្រៅដូចជាមនុស្សរូបរាងខាងក្រៅពាក្យសម្ដីល្អព្រះអង្គថាពាក្យសម្ដីល្អកុំឲ្យជឿមានស្ដី6 7យ៉ាងអាក្រក់នៅក្នុងគេណាបងប្អូនកុំឲ្យជឿចាគឺគេល្អខាងក្រៅទេប៉ុន្តែខាងក្នុងលួយដូចផ្លែលវាចានឹងពាក្យខ្មែរចាសូមឲ្យព្រះអង្គបានជួយកូនអស់គ្នានៅថ្ងៃបោះសុតនេះផងណាចាអូខេនៅក្នុងអត្តន័យនេះទៀតយើងនៅក្នុង testimony ចាកំណត់នៃស្ដីទិដ្ឋាន testimony សិចចាទំព័រ227 verse 8ចាខ8អស្ចារ្យគឺជាការងារដែលព្រះបានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ធ្វើបញ្ចប់បានទទួលជោគជ័យដែលធ្វើឲ្យព្រះនាមរបស់ទ្រង់ត្រូវដំកើងឡើងព្រះទ្រង់បានធ្វើឲ្យលោកយូសេបคล้ายទៅជារន្ទឹកជីវិតនោះឃើញទេលោកយូសេបคล้ายទៅជារន្ទឹកនៃជីវិតចាលោកយូសេបតំណាងឲ្យព្រះយេស៊ូវដែលនាងខ្ញុំធ្លាប់មើលវិញ្ញាណបទមាយហោរាប្រុសនៃជីវិតដល់ជនជាតិអេស៊ីបចានៅប្រទេសអេស៊ីបឃើញទេតាមផ្លូវជីវិតរបស់លោកយូសេបមនុស្សទាំងអស់ត្រូវបានសម្រាំងទុកឲ្យបានជីវិតអាមែនតាមផ្លូវជីវិតរបស់លោកដាញ៉ែលព្រះទ្រង់បានជួយសង្គ្រោះជីវិតរបស់ពួកអ្នកប្រាជ្ញទាំងអស់នៅក្នុងបាប៊ីឡោនណាបងប្អូនចាគឺច្រើនមែនទែនអញ្ចឹងណាលោកដាញ៉ែលក៏បានសង្គ្រោះលោកអ្នកប្រាជ្ញនៅក្នុងបាប៊ីឡោនចាយើងនេះជារន្ទឹកបងប្អូនចារន្ទឹកនៅក្នុងអ៊ីស្រាអែលខាងសាច់ឈាមចាអូខេហើយតាមការជួយរំដោះនេះយកទុកជាមេរៀនការដែលបញ្យលដល់វងមនុស្សដែលតាក់ទងទៅនឹងការប្រទានពរខាងព្រលឹងវិញ្ញាណដែលបានផ្ដល់ដល់ពួកគេតាមរយៈការទំនាក់ទំនងជាមួយនឹងព្រះដែលលោកយូសេបហើយនឹងលោកដាញ៉ែលថ្វាយបង្គំដូច្នេះតាមរយៈរាជរបស់ទ្រង់នឹងសម័យឥឡូវបានប្រទានពរមកក្នុងពិភពលោកនៅគ្រប់អស់អ្នកដែលធ្វើការរបស់ព្រះគឺជាពួកអ្នកដែលនៅជាប់ក្នុងព្រះគ្រីស្ទជាពួកអស់អ្នកដែលនឹងបង្ហាញនៅសេចក្តីស្រឡាញ់ដល់ពិភពលោកចា៎អេពីសូតចំពុក5ខ5ត្បិតអ្នករាល់គ្នាដឹងថាគ្មានមនុស្សកំផិតឬស្មោកគ្រោកឬលោភគឺជាមនុស្សថ្វាយបង្គំរូបព្រះដែលនឹងគ្រងមរតកនគរនៃព្រះគ្រីស្ទហើយនឹងព្រះផងបានឡើយចាគឺអត់មានទេយើងដឹងថាចូលទៅក្នុងនគរនោះគឺអត់មានសមុទ្រចាសមុទ្រនៃស្ដីអាក្រក់នឹងទេព្រោះសេចក្តីកំផិតស្ដីស្មោកគ្រោកថ្វាយបង្គំរូបព្រះហ្នឹងគឺជាមានមេរបស់គេមេនៃសេចក្តីងឹតចា
គឺគេមានសេចក្តីនឹងចាគឺអត់អាចចូលនគរមិនន័យថាបើយើងមានសេចក្តីកំផាត់យើងមានសេចក្តីស្មោកគ្រោកមានលោភនឹងគឺរូបហ្វែងគប់ព្រះគឺមានអរិយនៅក្នុងគេនិយាយមួយម៉ាត់ឲ្យចំប៉ុន្តែសូមឲ្យព្រះអង្គបានអត់ទោសដល់កូនអរគ្នាបើសិនជាកូនអរគ្នាមានសេចក្តីតណាប៉ះពាល់នៅកន្លែងទៅនេះសូមឲ្យព្រះអង្គបានសម្អាតញែកកូនអរគ្នាចេញជាបរិសុទ្ធនៅថ្ងៃបរិសុទ្ធរបស់ព្រះអង្គអាមែននៅក្នុងពិភពលោកចានៅក្នុងពិភពលោកពួកអ្នកដែលធ្វើការគឺត្រូវធ្វើជាមួយនឹងព្រះសម្រាប់ប្រទានពរដល់មនុស្សលោកចាដូចជាពួកគេបានទទួលបានមកពីព្រះអង្គសង្គ្រោះដើម្បីប្រទានឲ្យដល់អ្នកដទៃដោយសារជីវិតរបស់លោកទាំងអស់ហូរមកនៅតម្លៃនៃជីវិតខាងព្រលឹងវិញ្ញាណចាហូរមកដោយលោកដាញ៉ៃលោកដាញ៉ៃលោកយូសេបសេចក្តីទុក្ខលំបាករបស់មនុស្សលោកត្រូវបានព្យាបាលដោយអំណាចដែលមានប្រសិទ្ធភាពសម្រាប់រូបកាយខ្លួនហើយនឹងព្រលឹងវិញ្ញាណរបស់ខ្លួននៅថ្ងៃនេះបទគម្ពីរបានចែងថានឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវងដេវីតនិងពួកអ្នកនៅក្រុងយេរូសាឡិមដើម្បីជម្រះសម្អាតនិងសេចក្តីសៅហ្មងចាគឺនៅក្នុងសក្ការីចំពុក13ខ1ទឹកខ1ទឹកនៃរន្ធទឹកនេះជាថ្នាំទឹកដែលព្យាបាលដល់ទាំងរូបកាយនិងវិញ្ញាណគឺជាស្លឹកកែរោគមិញណាបងប្អូនចាហ្នឹងហើយនៅថេសាម៉ានីចា227ខverse 2ខ2ចាចឹងនៅថ្ងៃនេះនៅសក្ការីចំពុក13ខ1នៅថ្ងៃនេះនឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវងដាវីតនិងពួកអ្នកនៅក្រុងយេរូសាឡិមនឹងជំរះសម្អាតបាបនិងសេចក្តីសៅហ្មងចាយើងដឹងថាក្បាលទឹកនឹងបើកនៅមិនទាន់បើកទេនៅឡោតក្រៃណាបងប្អូនហើយផ្ទះរបស់ដាវីតហ្នឹងគឺបល្ល័ង្ករបស់ព្រះអង្គគឺភ្នំលោហិនទី2ចាចុងក្រោយគឺអត់មានសវណ្ណទេវន្ទីទេគឺផ្ទះរបស់លោកដាវីតនេះឯងចាលះសម្អាតជំរះសម្អាតស្ដីពើបាបនិងស្ដីសៅហ្មងចាគឺពួកមកវងធំចាគឺទៅក្បាលទឹកណាចាក្បាលទឹកយើងដឹងហើយថាតំណាងឲ្យ144,000ណាចាអូខេយើងអានខកពីយើងអានខកពីណាបងប្អូនដើម្បីឲ្យយល់ថែមទៀតចានៅអេសេគៀល47ខ1ដល់ខ12រួចលោកនាំខ្ញុំវិលទៅឯទ្វារនៃព្រះវិហារវិញនោះឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើតចាទៅខាងកើតព្រះវិហារបែរទៅខាងកើតត្បិតមុខព្រះវិហារបែរទៅខាងកើតហើយទឹកនោះហូរពីខាងក្រោមពីខាងស្ដាំនៃព្រះវិហារគឺពីខាងត្បូងអាសនាចាទឹកនឹងហូរមកចាគឺទឹកនឹងគឺនាងខ្ញុំបានប្រាប់គឺ140,000រួចលោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើងយើងតែងនិយាយកំផែងខាងជើងគឺជាបល្ល័ង្ករបស់ព្រះអង្គហើយនាំវាងទៅតាមផ្លូវខាងក្រៅចាចេញទៅខាងក្រៅរហូតទៅដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើតនោះឃើញមានទឹកហូរចេញមកខាងស្ដាំចា140,000ចាគេបានអំណាចនៅព្រះវិញ្ញាណចុងដៅហើយគេបានត្រាគេបានព្រះវិញ្ញាណចុងដៅគេបានអំណាចគេចេញទៅធ្វើការចេញទៅហើយចាចេញទៅធ្វើការគេទៅដល់គេទៅទេវតានាំលោកអេសេគៀលទៅឃើញហើយតើទេវតាឲ្យធ្វើអីលុះខ3លុះបានចេញទៅខាងកើតមនុស្សនោះក៏វាស់1000គេដាក់នៅក្នុងនេះគេដាក់មនុស្សណាបងប្អូនប៉ុន្តែជាទេវតាទេចាទេវតាកន្លែងនេះដូចនេះខ្ញុំបានប្រាប់ចឹងគឺទេវតានៅវិវរណៈចំពុក18ខ1ទេវតាមានសេរីល្អចាគឺនាំទៅគឺជាឡោតក្រាយគឺសំលេងយ៉ាងខ្លាំងចុងទៅដើម្បីទៅប្រមូលពួកមកវងធំ140,000ចេញទៅប្រមូលពួកមកវងធំណាបងប្អូនចឹងយើងអានមើលលុះបានចេញទៅខាងកើតមនុស្សនោះក៏វាស់1000ហត្ថដោយខ្សែដែលកាន់នៅដៃនោះលោកឲ្យខ្ញុំលុយកាត់ទឹកឯទឹកនោះបានត្រឹមភ្នែកគោលចាបងប្អូនមួយវគ្គត្រឹមភ្នែកគោលលោកក៏វាស់
1000 ហាត់ទៀតរួចឲ្យខ្ញុំលុយកាត់ទៅទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ចាបាទជង្គង់ទី2ណាបងប្អូនរួចលោកបោះ1000ហាត់ទៀតឲ្យខ្ញុំលុយកាត់ទៅត្រង់នោះទឹកបានត្រឹមចកេះហើយ3វេបងប្អូនចាក្រោយនោះលោកបោះ1000ហាត់ទៀតនោះបានទន្លេដែលខ្ញុំលុយកាត់មិនបានត្បិតទឹកបានខ្ពស់ឡើងជាទឹកដែលល្មមហែបានគឺជាទន្លេដែលលុយពុំបានទេអូខេ1000ហាត់ភ្នែកគោល1000ហាត់ត្រឹមជង្គង់ទី2 1000ហាត់ត្រឹមចកេះ3ទី3ចាឃើញរាប់បានទេមិនន័យថានៅរាប់បានអញ្ចឹង144,000ប្រមូលបាន20កោដរាប់បាននៅរាប់បានណាបងប្អូននៅរាប់បានពីត្រឹមភ្នែកគោលត្រឹមជង្គង់ត្រឹមចកេះគឺពួក20កោដនៅរាប់បានជាពួកជំនួយដល់ជាសង្ឃជាលេវីជំនួយនៅពួក140,000ដើម្បីយកនៅឡោកក្រៃនៅទៅទៀតណាចាឃើញទេនៅរាប់បានប៉ុន្តែដល់រាប់ពុំបានគឺជាក្រេកមរធូតគឺជាពួកមកវងធំដែលរាប់អស់នាងខ្ញុំចង់និយាយទៅនឹងទីប្រហែលអាចកំជុកបងប្អូននៅរាប់បានគឺជារ៉ាជែលគឺជាថ្ងៃទី1ពួកបងប្អូននៅថ្ងៃទី1ចាគេចេញទៅសពថ្ងៃគេកំពុងជួកាគេកំពុងតែមើលសារនឹងដែរណាបងប្អូនដល់ពេលអញ្ចឹងគេអាចចូលជាសង្ឃជាលេវីដើម្បីទៅជួយពួក140,000នេះចាហើយ20កោដហ្នឹងទេវតាគេក៏20កោដគឺតំណាងឲ្យរ៉ាជែលពួកនាងខ្ញុំតែនិយាយរ៉ាជែលតំណាងឲ្យថ្ងៃទី17 day วันที่របស់យើងគឺជាលេអាចឹងប្រពន្ធលោកយ៉ាកុបគឺមានប្រពន្ធ4មិនចឹងចាបងប្អូនប្រពន្ធ4ចា2អ្នកបងប្អូនលេអាហើយនឹងរ៉ាជែលហើយនឹងអ្នកបំរើរបស់លេអាអ្នកបំរើរបស់រ៉ាជែល4ចាហើយកូនរបស់គាត់ប្រមាណកលសម្ព័ន្ធទាំង12ចាអញ្ចឹងគេថានឹងជាអតីតរបស់អ៊ីស្រាអែលជាអ៊ីស្រាអែលខាងសាច់ឈាមនោះមិនមែនជាមកឥឡូវជាតំណាងដល់អ៊ីស្រាអែលខាងសាច់ឈាមឥឡូវគឺមិនមែនជារាជរបស់ព្រះអង្គទៀតទេចាគឺមិនមែនជារាជរបស់ព្រះអង្គមិនរាប់ពួកគេជាព្រះអង្គនោះជាចាព្រោះគេសត្វអត្រាទៅសពថ្ងៃហើយក៏គេមិនបានសម្រេចនៅយកសេចក្តីសង្គ្រោះទៅឲ្យពិភពលោកនឹងដែរគឺព្រះអង្គអត់រាប់គេជារាជរបស់ព្រះអង្គទៀតទេអ៊ីស្រាអែលដែលយកសេចក្តីសង្គ្រោះរបស់ព្រះអង្គចុងក្រោយទៅធ្វើគឺអ៊ីស្រាអែលខាងសាច់ឈាមអញ្ចឹងអ្នកណាហ្វិចនៅអ៊ីស្រាអែលខាងសាច់ឈាមហ្នឹងខាងវិញ្ញាណណាចានាងខ្ញុំច្រឡំអ៊ីស្រាអែលខាងវិញ្ញាណគឺ7 day วันที่របស់យើងហ្វិចយ៉ាងណាអ៊ីស្រាអែលខាងសាច់ឈាមគេមានទីបោះសុតចាថ្ងៃជប់សម្រាប់មិនចឹងអ៊ីស្រាអែលខាងវិញ្ញាណគឺហ្វិចអីខ្លះថ្ងៃជប់សម្រាប់ទីបោះសុតមួយទៀតស្រឡាញ់ព្រះយេស៊ូវមួយទៀតណាចាគឺហ្វិចនៅចំតហ្នឹងគឺអ៊ីស្រាអែលខាងវិញ្ញាណរបស់យើងគឺទៅសម្រេចនៅសេចក្តីសង្គ្រោះរបស់ព្រះអង្គចុងក្រោយនេះចាគឺ140,000អញ្ចឹង140,000គឺជាក្របចេញពីក្របទី6 7 day วันที่របស់យើងគឺនៅក្របទី6អញ្ចឹងបងប្អូនចាក្របទី1មានសេចក្តីពិតច្រើនហើយចា7 day วันที่របស់យើងពីក្របទី1ដល់ទី5ហ្នឹងគឺមាននៅក្នុងទី6ទាំងអស់សេចក្តីជំនឿព្រះវិញ្ញាណបរិសុទ្ធចាប្រគុណបុណ្យចំណុចទឹក2300ព្រឹកល្ងាចគឺនៅក្នុងក្របទី7ក្របទី7គឺជាស្អីទីបរិសុទ្ធថ្ងៃឈប់សម្រាកចាគឺជាក្របទី6 7 day วันที่របស់យើងចាទី6អត់គ្រប់លក្ខទេចាទី6អត់គ្រប់លក្ខទេអត់គ្រប់លក្ខទេគឺលេខប្រមាណលេខ7មកគ្រប់លក្ខអញ្ចឹងទី6អត់អាចធ្វើការចប់ទេនៅមួយថ្ងៃចំពុក20ចាគេធ្វើបានតែ2ម៉ោងអញ្ចឹងបងប្អូនតែ2ម៉ោងទេអញ្ចឹងនៅ1ម៉ោងទៀតអញ្ចឹងទី6ព្រះអង្គរើសពីទី6ថ្មដាច់ពីភ្នំទៅចូលក្របទី7ដើម្បីធ្វើសម្រេចឡោតក្រៃចុងក្រោយនេះទៀតអេមែនយើងអាចយល់ពីមុនមកទេណាបងប្អូនចាប៉ុន្តែយើងអរគុណដល់ព្រះអង្គម្ចាស់ដែលព្រះអង្គប្រទាននៅសារនៅស្ដេចជំនុំរះនេះជាថ្នាំលាបភ្នែកឲ្យកូនបានខ្វាក់ទៅ
ទាំងអស់គ្នានេះដែលតាមម្ដាយនេះឲ្យកូនស្រីព្រហ្មចារីដែលល្ងងទៅតាមម្ដាយនេះបានបែរមកវិញភ្ញាក់រលឹកដើម្បីកូនអស់គ្នាកេះចកៀងចាមានព្រេងសគួរចាក់បន្ថែមដើម្បីឲ្យកូនអស់គ្នាបានដើរចូលទៅក្នុងនគររបស់ព្រះអង្គសូមឲ្យព្រះអង្គបានបំពេញកូនអស់គ្នាជាថ្មដាច់ពីភ្នំនេះដើម្បីឲ្យកូនអស់គ្នាបានជាថ្មរស់ដែលព្រះអង្គនឹងប្រើទៅចុងក្រោយជាពន្លឺលោកីជាអំបិលលោកីបើកូនអស់គ្នាជាអំបិលបាត់ជាតិប្រៃព្រះអង្គយកទៅជន់ចោលហើយគឺអេសេគៀលចំពុក9ហើយបងប្អូនជាសង្ហែដែលព្រះអង្គត្រូវកាត់ចេញបងប្អូនជាសង្ហែដែលកាត់ចេញអញ្ចឹងបងប្អូនត្រូវចាំនាងខ្ញុំតែប្រាប់តែសវិនដេវិនធីរបស់យើងមិនមែនជាបាបេឡោនទេសវិនដេវិនធីជាព្រហ្មចារីប៉ុន្តែឥឡូវវាទៅតាមម្ដាយទៅតាមសហាយនោះបែរក្នុងដាក់បក្រីជារៀងរាល់ថ្ងៃនៅឆ្នាំ1888គេអត់តាមព្រះអង្គទៀតទេគេបែរក្នុងដាក់ព្រះអង្គជារៀងរាល់ថ្ងៃម្ល៉េះហើយព្រះអង្គក៏មិនមកភ្លេចគេដែរបងប្អូនអញ្ចឹងព្រះអង្គត្រូវរើសអ្នកមកក្រុមទៀតដើម្បីទៅធ្វើការសម្រេចចុងក្រោយរបស់ព្រះអង្គនោះគឺជា140,000នេះណារើសពីសវិនដេវិនធីរបស់យើងទៅចាសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាចាប៉ុន្តែទ្វាររបស់ព្រះអង្គនៅបើកនៅឡើយទេព្រះអង្គកំពុងបោះត្រាបើបងប្អូនបានឮនៅសេចក្តីពិតសេចក្តីជំនុំរះនៅរស់នេះហើយបងប្អូនបែរមកចាគឺបងប្អូនទទួលនៅសេចក្តីសង្គ្រោះគឺព្រះអង្គបើកទ្វារព្រះអង្គនៅបើកនៅបោះត្រានៅឡើយទេបើព្រះអង្គបិទក៏បងប្អូនមិនអាចបើកបានបើព្រះអង្គបើកក៏បងប្អូនមិនអាចបិទបានប៉ុន្តែទាន់ព្រះអង្គនៅទ្វារនៅព្រះអង្គនៅបើកនៅឡើយព្រះអង្គហៅតើបងប្អូនឮទេទទួលសារនេះមុនពេលហួសពេលយើងតែងតែសាយអនក្រៃទៅបងប្អូនបើយើងមិនសោកសៅនៅសេចក្តីវិញ្ញាណរបស់យើងក៏មិនបានត្រាទៅសោកសៅនៅវិញ្ញាណបងប្អូនដទៃទៀតណាចាម្ល៉េះហើយយើងសាយអនក្រៃទៅបងប្អូនផ្សេងដើម្បីឲ្យគេបានទទួលនៅសេចក្តីសង្គ្រោះទទួលនៅសេចក្តីពិតទេវតានៃសេចក្តីជំនុំជម្រះមនុស្សរស់នេះដើម្បីឲ្យបងប្អូនបានទទួលត្រាបងប្អូនបានទទួលព្រះអង្គនៅសវិនដេវិនធីយូរហើយណាចាបងប្អូនទទួលនៅសារនេះមួយទៀតទៅដើម្បីឲ្យបងប្អូនបានព្រះវិញ្ញាណចុងដៅបងប្អូនកំពុងតែរងចាំនៅព្រះវិញ្ញាណចុងដៅបងប្អូនសវិនដេវិនធីរបស់យើងរងចាំតែថ្ងៃច្បាប់ថ្ងៃអាទិត្យទេបងប្អូនអត់ដឹងថាមុនច្បាប់ថ្ងៃអាទិត្យមកអ្វីកើតឡើងទេណាបងប្អូនហើយក្រោយច្បាប់ថ្ងៃអាទិត្យមករួចបងប្អូនអត់ដឹងទេបងប្អូនមានបទតនីយតែពាក់កណ្ដាលទេបងប្អូនអត់មានពាក់កណ្ដាលទៀតទេអញ្ចឹងសារទេវតាមកទៅទើសថ្ងៃរះនេះគឺមានពាក់កណ្ដាលទៀតបងប្អូនមានតែសេចក្តីស្លាប់ទេសវិនដេវិនធីរបស់យើងខេរីសេចក្តីជំនុំរះមនុស្សស្លាប់ទេដើម្បីអ្នកដែលស្លាប់នៅក្រោមទេវតា3រស់ឡើងវិញប៉ុន្តែបើយើងរស់នៅយើងត្រូវតែទទួលសារនេះដើម្បីឲ្យយើងបានព្រះវិញ្ញាណចុងដៅដែលត្រាដែលបងប្អូនកំពុងតែចាំព្រះវិញ្ញាណចុងដៅនឹងសារនឹងមកឲ្យបងប្អូនទទួលទៅដើម្បីបងប្អូនបានអំណាចនៅព្រះវិញ្ញាណចុងដៅដើម្បីបងប្អូនបានចូលទៅក្នុងចំណោម140,000និងបងប្អូនបានទៅធ្វើការទៅហៅពួកមកវងធំពាសពេញពិភពលោកជ្រុងទាំង4មកដើម្បីគេចូលមកគេបានសង្គ្រោះជាងបងប្អូននៅគ្រប់ទីកន្លែងបងប្អូនគ្រប់ទីកន្លែងបងប្អូនអីសវិនដេវិនធីបានមិនចេះទិញលាន4 5 10លានអ្នកហេតុអីបានសង្គ្រោះតែប៉ុណ្ណឹងបងប្អូនកុំឲ្យអស់សង្ឃឹមចាគឺព្រះអង្គរើសនេះជាក្របពូជដែលទៅព្រោះនៅកន្លែងផ្សេងដើម្បីទៅប្រមូលបងប្អូននៅពីពេញពិភពលោកដើម្បីគេបានសង្គ្រោះប៉ុន្តែបើបងប្អូនមិនបានទៅដល់ក៏បងប្អូនអាចក៏បានសង្គ្រោះស្លាប់សម្រាប់នៅក្នុងធ្នូផងដែរណាចានោះការសង្គ្រោះនៅលើព្រះទេគ្រាន់ថានាងខ្ញុំពួកខ្ញុំរៀនទៅគឺនាងខ្ញុំពួកនាងខ្ញុំយល់កន្លែងទៅនឹងដើម្បីប្រាប់បងប្អូនកុំឲ្យបងប្អូនអស់សង្ឃឹមណាចាសូមឲ្យព្រះអង្គបានប្រទានពរនៅគង់នៅជាមួយបងប្អូនឲ្យបងប្អូនមានតិចកាត់ស្បែកតិចដើម្បីឲ្យបងប្អូនបានយល់នៅសេចក្តីពិតសារទេវតាមកពីទិសថ្ងៃរះនេះដើម្បីបងប្អូនទទួលបាននៅសេចក្តីសង្គ្រោះផងដែរចាព្រោះអរគុណដល់ព្រះអង្គម្ចាស់យើងទៅទៀតចាលុយកាត់បាននាងខ្ញុំបានប្រាប់ណាបងប្អូនភាសាទៀតចាពោះទី1ទី2ទី3ទី4ចាទី3យើងដឹងថានៅរាប់បានគឺ20កោតចាដល់ពេលចាដល់វាស់ទៅហែលទៅ
hèl cứ lùi bùm bàn nú cứ chia mà vòng thông đài rộp mình chà ná chá chỉ có tôi đang buồn nên nhầm vậy chẳng bằng ôn cho cái tôi đang buồn vậy tôi buồn đang buồn đây cái nông trai thì bầm mũi đại chỉ mọc bị cục tư chà cục tư cứ bê ha bê pa ni đại chỉ cùng mình đi chỉ tham ơn sát sana chỉ sát sana xem nhẫn cứ cái mọc cục tư cứ tư đang buồn ní cứ rọp mình chả là bằng ôn chà dương đại chồ thì mình men bộ một vòng thông sờ vấn đề vấn thi chồ dương bàn chồ mà sang buôn mưa nó quan chồ vòng thông tì một vòng thông sầm rạp từ sát ở tây mà nô tê cha cứ mình men sờ vấn đề dương cứ miền nam sang buôn mưa nó quan đề chồ từ bộ một vòng thông bàn đến là vòng ổn cha bạch chẹ tiền nô lộc su mặc nhóm tha côn mà nô ơi ta bàn khơi như hơi rư rụi lộc nòm nhóm tờ lọp từ ai mọt tần lê nô vinh các nhóm bàn tờ lọp từ đòn hơi nô khơi tam tần lê tam mọt tần lê miền đàm chơi chỉ trán giòn kháng nứng kháng nô phong trà lô cô prap nhóm tha tực ní hô chênh từ kháng cát ta kháng cát từ ba bề lão đấy chả từ kháng cát cho từ đo sọc viền ruột nâng hô thẹn từ ai sầm mọt lu hô thẹn từ sầm mọt hơi nu tực nâng bàn chia là vinh sầm mọt tầm nàng ấy bông ớn sầm nàng ở mình nu mình chẳng nên chấm tay nhờ prap bông ôn cha sầm mọt về miền dương về miền tầm nàng oi mình nô bên đá miền mình nô học rõ mình nô o bên đá sầm mất cái lạnh tận đi cứ chia mình nô o cứ chia phúc mùi rồi xem nhô chả phúc xem nhô chả đại kê nâng một bê bong dương một bộ kia có một cho muối đam bầy một từ tu dương từ bộ đại trên pi nó có một bọn năm chả pi pram krom ấy nâng trên tới cha châu từ cho mùi kế châu từ phúc xem cha bóng gì cái này ta nâng cái tay tại cái toàn này dừng thà nâng tháng ngày miền này là đăng tháng ngày nâng màu đập ông dừng một cái men cha bóng tháng ngày nâng món mẹ đăng p về đĩa cục mà nó cứ đăng cha p về đĩa cứ cục mà nó tháng ngày nâng máu cứ nơi không bỏ bị đan để lòi tại miền này là đăng này tập bị bật rác gọi đăng đây phần đai p bọn ông dương một nơi bẹ cần đà tất cứ tháng ngày bột nâng có mà đăng tháng ngày bột ngày tì bảo mán chứ còn đăng ta bẹ cần đà tất nâng chả mình đăng tháng ngày tì mán mong mán chứ đăng phó nâng chả và đăng ta tháng ngày bột bọn ông dương một nơi tháng ngày bột chả hay bọn ông dương từ phục xem diệt nơi tháng ngày phó tranh từ tháng ngày phó cứ phục mà rồi nó cứ một thằng ở kia chạm vào 2 hôm từng ở kia đọc về dương ban châu tới dương ban sạch dương ban chia cái nhé chả đọc về châu tới cho mỗi bộ kế bọn nôm dược tới phục xem phục mà rồi nó cứ sầm rác nơi nóng tháng ngày bò sọt bọc ông mà tháng ngày làm bày ở bông ôn class đại tâm bọn pro ru lăng vinh có toàn ban châu nơi tháng ngày chụp sầm rác bọc ông nó chắcสิกได้ปดเนื้อสิกได้จุ่มนุ่มจุ่มแรมเนื้อรู้ได้บองโอนสวรรค์เดวันที่สิกได้จุ่มนุ่มแรมนุสลับอดเมียนดอลอดเมียนนั่งเกธายืงเขาจะกงปลุกเกอดเมียนเตเกอดได้เมียนเตเกอดดังเตเกมันเฮียนปริยนเตเนื้อบอดตำเนียเชยเกขลายข้อเกอดยลปลุกเกอดเมียนมวยเตียงตีนนะจ๊ะเกอดเมียนตัวเนื้อสิกได้จุ่มนุ่มแรมเนื้อรู้เนื้อจะเปลี่ยนสกุลนี่ได้ยังตระเรียนนะจ๊ะจังสมอยปองบานปฏิญโปรโกนออกเนียจังสมดนั่นคือตำนางไอปุบอมโอนพบเซ็งได้อดเมียนบาปใหญ่มามัดคือเกี่ยอดแหลมเปิดบาปไปยังตีจ้าใหญ่มามัดไอจับจ๊อบให้กรบเตียงสัตว์เมียนชีวิตได้ระเบิดในขนมในกรบกันไหลนาตันเลนูโฮตื้อหนึ่งบานรูหนึ่งก็หนึ่งเมียนไตรสันทักจ้าดาวปลัวตึกนี่บานโฮตึกดอลตีนูหอยตึกสมดนุหนึ่งบานละโอไอจะละโอไอติดะกันไลนาได้ตึกตนเลนูโฮตึกดอลนุกรุบเตียง
ទាំងអស់នឹងបានរស់ឡើងអាមែនចាទឹកទន្លេណាហូរទៅដល់យកជីវិតទៅឲ្យគេឯចាព្រោះបសែន41000មានអំណាចណាបងប្អូនលើសពួក120ទៀតចាគេអាចប្រោសពួកមនុស្សស្លាប់មនុស្សខ្វិនមនុស្សជារាពិការឲ្យរស់ឡើងវិញគឺគេមានអំណាចចេស្តាគេឡើងលបងគេដូច Spider-Man ចឹងចាបងប្អូនខ្លះក៏ដូចទៅដូច Spider-Man គឺគេមានអំណាចលើសជាងពួក120ព្រោះគេបានព្រះវិញ្ញាណចុងដៅគេបានអំណាចនៅព្រះវិញ្ញាណចុងដៅប៉ុន្តែមុននឹងបានពួកគេពេតនាគ្មានណាដូចពួកនឹងទេបងប្អូនរត់ក្តីស្លាប់រត់ចេញពីគេព្រោះគេពិបាកណាស់ធម្មច្រាបររបស់លោកយ៉ាកុបចាគេសវណ្ដេវន្ធីយើងថាអត់មានធម្មច្រាបររបស់លោកយ៉ាកុបមានធម្មច្រាបររបស់លោកយ៉ាកុបគឺយើងចូលទៅទឹកដីសន្យាវិញលោកយ៉ាកុបចូលទៅទឹកដីសន្យាខាងសាច់ឈាមយើងចូលទៅទឹកដីសន្យាខាងព្រះញាណគឺនគរមុន1000ឆ្នាំបងប្អូនចាមិនចឹងជាទីពំនាក់ជាទុកណូអេតម្រាងឲ្យស្រុកកូសែនដែលព្រះអង្គបានការពារយើងដោយដបងភ្លើងអាមែនចាយើងចូលទៅទីនោះទៅបងប្អូនមានត្រាបើបងប្អូនបានចូលទៅក្នុងទីនោះក៏បងប្អូនអត់បានវិញ្ញាណថ្មីចិត្តថ្មីមិនប្រោះទឹកស្អាតមិនលៀងសៅមកមិនរូបព្រះចេញដែរបើយើងអត់បានចូលទៅណាចាយើងក៏បានវិញ្ញាណចិត្តថ្មីរួចផុតពីបាបយើងអត់ទាន់មានសេរីល្អទេនៅទីនោះចាយើងនៅរយៈពេលនៅទីនោះយើងរៀនរស់នៅទីនោះនឹងឲ្យយើងធ្វើស្រែធ្វើស្រូវដាំដំណាំគឺបង្កើត 100% ណាបងប្អូនដីត្រូវបណ្ដាសាយើងនៅសប្តាហ៍ថ្ងៃដីបណ្ដាសាទី1លោកអាដាមទី2កេអ៊ីនទី3ទុកណូអេដីបណ្ដាសាបង្កើតផលអត់បានទេធ្វើការទៅរបែកយើងនាំទៅបានហូបប៉ុន្តែយើងដល់ទីនោះយើងអត់មានបាបទៀតទេយើងនិយាយទៅព្រះអង្គទូទៅព្រះអង្គស្ដាប់យើងហើយយើងបង្កើតផលដាំអ្វីគឺបានផល 100% គឺអេមែនចាយើងរៀននៅទីនោះរយៈពេលខ្លីទេបងប្អូនចារៀនរយៈពេលខ្លីដើម្បីមុនយើងទៅនគររបស់ព្រះអង្គត្រូវរៀបចំអ្វីជាមុនព្រះអង្គយាងមកមិនមែនមកជំនុំជម្រះផែនដីទេព្រះអង្គយាងមកយករង្វាន់មកឲ្យយកយើងទៅនគរឋានសួគ៌អីមែនអញ្ចឹងគ្រប់គណៈគេតែងតែយល់ថាព្រះអង្គយាងមកជំនុំជម្រះអត់ទេជំនុំជម្រះមុនចូលមង្គលការមុនចូលរោងការចាជំនុំជម្រះចាមុនព្រះអង្គយាងមកព្រោះព្រះអង្គចូលនៅក្នុងរោងការគឺតាំងរាជសេចក្តីជំនុំរះមនុស្សរស់ចាចូលនៅក្នុងរោងការប៉ុន្តែព្រះអង្គយាងមកអត់មានរឿងជំនុំជម្រះទៀតទេមុនជំនុំជម្រះគឺមុនចាប់ផ្ដើមមុនពី1844នៅសប្តាហ៍ថ្ងៃដល់ត្រាទី6ជំនុំរះមនុស្សស្លាប់ឃើញទេមនុស្សស្លាប់នៅនគរឋានសួគ៌ចាជំនុំជម្រះមនុស្សរស់នៅផែនដីគឺព្រះអង្គមកកន្លះម៉ោងសវណ្ដេវន្ធីយើងកន្លះម៉ោងព្រះអង្គយើងមកជាលើកទី2អត់ទេព្រះអង្គនៅដើរតួជាកូនជាមនៅឡើយចាដើរតួជាកូនជាមនៅត្រាទី7ដើម្បីតាំងរាជជំនុំជម្រះមនុស្សរស់នៅផែនដីណាចាសូមឲ្យព្រះអង្គបានប្រទានពរកូនអស់គ្នាសូមរះបោះសំណប់របស់ព្រះអង្គជាមនៅគ្រប់ទីកន្លែងដែលត្រូវបានសង្គ្រោះសូមឲ្យគេបានលើសារនេះដើម្បីគេបានទួនៅសេចក្តីសង្គ្រោះរបស់ព្រះអង្គនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនទៅទៀតពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះចាប់តាំងពីគេឌីរហូតដល់plane ចាទីនោះនឹងបានជាទីសម្រាប់បងសំណាញ់ឯត្រីក្នុងទឹកនោះនឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជដូចជាត្រីនៅក្នុងសមុទ្រធំដែរចាសមុទ្រធំដែរត្រីតម្រាងអីបងប្អូនព្រះអង្គចូលទៅក្នុងនគររបស់ព្រះអង្គឬត្រីល្អទុកនៅក្នុងកត្រកហើយត្រីអាក្រក់បោះចោលមិនចឹងហ៎ចានៅក្នុងនគររបស់ព្រះអង្គចឹងត្រីតំណាងកន្លែងទៅនេះចានេះខ្ញុំកត់នៅក្នុងមេរៀនបងប្រុសធានីបរិញ្ញាចាត្រីគឺចាប់តាំងពីកន្លែង AD ហ្នឹងគឺនៅព្រះវិហារសវណ្ដេវន្ធីរបស់យើងចា AD ហ្នឹងណានេះខ្ញុំបានកត់ចូលក្នុងគ្រប់ហើយដែលជាកន្លែង140,000ប្រមូលផ្ដុំផលដំបូងនៅទីនោះចា AD ហ្នឹងចាclaim ហ្នឹងគឺបាប៊ីឡូនពិភពលោកឃើញទេពិភពលោកចាហើយជាកន្លែងដែលមកវងធំនៃវិវណៈចំពោះ7ខ9ត្រូវប្រមូលផ្ដុំឃើញទេ
จังเมียนอัตนัยปีจะในขนมเปรียบเทียบสวรรค์เดวันทีរបស់យើងហើយនៅបាប៊ីឡោនสวรรค์เดวันทีយើងគឺមួយសែន 40,000 ដល់ទៅបាប៊ីឡោនបងទៅដល់បាប៊ីឡោនគឺពួកមកវងធំអ្នកណាអ្នកបងត្រីកន្លែងទៅនេះបងប្អូនចាសំណាញ់គឺតំណាងឲ្យតំណែងល្អមិនចឹងចាសំណាញ់នេះគឺនៅក្នុងឆ្នាំ 1917 គឺគេលើកម្ដងហើយគេបងទៅគេគិតបងបាន 140,000 ប៉ុន្តែរាប់ទៅវាលើសអញ្ចឹងគេទម្លាក់សំណាញ់ទៅវិញហើយចាទម្លាក់អត់ទាន់ដល់ចំនួននឹងចាអញ្ចឹងសំណាញ់លើកន្លែងនេះគឺបាន 140,000 នៅក្នុងព្រះវិហារណាចាដល់ 140,000 បងសំណាញ់ទៅទៀតគឺបានពូជគ្រប់ត្រីគ្រប់ពូជគ្រប់សត្វនៅក្នុងសមុទ្រធំគឺមកវងធំដែលនៅក្នុងវីវណៈចំពោះ 7 ខ 9 អេមែនចាយើងអាចយល់ពីមុននេះណាបងប្អូនសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអរគ្នានៅថ្ងៃបូសុតនេះចាដីល្បាប់និងដីនឹងបឹងខ 11 ដីបឹងនិងដីនៅទីនោះនឹងបានសាបល្អទេកន្លែងទាំងនោះនឹងបានទុកសម្រាប់ធ្វើអំបិលវិញចាពួកដីល្បាប់និងនៅដីភក់ហ្នឹងគឺអត់បានសង្គ្រោះទេចាមិនន័យថាគឺគេបាត់សេចក្តីសង្គ្រោះចាគេនៅក្នុងអត្តន័យបាត់សេចក្តីសង្គ្រោះហើយចាព្រោះដីល្បាប់ហ្នឹងគេមិនអាចព្យាបាលបានទេព្រោះគេអត់បានទទួលនៅសាររបស់ព្រះអង្គហើយអ្នកដែលទទួលហើយក៏ត្រឡប់ទៅវិញក៏ជាដូចជាបកូនអំបិលដូចជាលោកប្រពន្ធលោកលុតដែរចាគឺដូចគ្នាណាចាយើងជឿហើយយើងជឿសារនឹងហើយត្រឡប់ទៅវិញទៅដូចបកូនអំបិលគឺអត់បានសង្គ្រោះបាត់សេចក្តីសង្គ្រោះគេអត់ទទួលនៅសេចក្តីសង្គ្រោះគឺ 140,000 យកទៅទេបឹងនឹងចាយើងទៅចាំយើងទៅមើលនៅក្នុងឆតបឹងនឹងតើបឹងមាន2ឃើញទេមួយល្បាប់មួយបឹងល្បាប់មួយដីភក់ចាគេបានសង្គ្រោះគេបាត់សេចក្តីសង្គ្រោះទោះគេជឿសារនឹងហើយគេត្រឡប់ទៅវិញក៏គេខ្លាយទៅជាបកូនអំបិលណាបងប្អូនអញ្ចឹងបាត់នឹងបឹងហ្នឹងគឺគេមិនអាចព្យាបាលបានក៏គេមិនបាត់សេចក្តីសង្គ្រោះណាចានឹងមិនអាចព្យាបាលគឺមិនបាត់នៅសេចក្តីសង្គ្រោះរបស់គេណាចាគេអត់បានទទួលនៅទឹកដែលហូរទៅនឹងទេចាគេអត់បានព្យាបាលទាំងវិញ្ញាណនិងសាច់ឈាមទេចាអត់ទេចាគឺគេអត់បានសង្គ្រោះនិយាយមួយម៉ាត់ឲ្យចំចាដីបាប់ដីបឹងហ្នឹងចាបងប្អូនចាប់បានណាទៅនឹងណាចាឯខ 12យើងបានអានណាឯតាមមាត់ច្រាំងនោះសងខាងទន្លេនោះនឹងមានដុះដើមឈើគ្រប់យ៉ាងសម្រាប់ជាអាហារជាដើមដែលស្លឹកមិនស្រពោនឡើយហើយមិនដែលខាននឹងមានផ្លែដែលគឺនឹងកើតផ្លែថ្មីជារៀងរាល់ខែពីព្រោះបងប្អូនចាប់ចំណុចសំខាន់ដែលព្រះវិញ្ញាណឲ្យនាងខ្ញុំយល់ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមកឃើញទេទឹកនោះតំណាងអី 140,000 ចេញពីទីបរិសុទ្ធតំណាក់របស់ព្រះអង្គចាគឺជាភ្នំលហិនទី2ចាគឺជាផ្ទះរបស់លោកដាវីតចាមិនមែនសវណ្ណទេวันទីទៀតទេដល់ពេលចុងក្រោយណាបងប្អូនចាគឺជំរះសម្អាតព្រះវិហារហើយមិនមែនសវណ្ណទេวันទីទេផ្ទះរបស់លោកដាវីតចាហើយគឺទឹកនោះចេញពីបល្ល័ង្ករបស់ព្រះអង្គជាភ្នំលហិនទី2ណាអញ្ចឹងគឺហូរពីនឹងមកទេហើយផ្លែឈើទាំងនោះនឹងបានសម្រាប់ជាអាហារឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរអញ្ចឹងនេះខ្ញុំបានប្រាប់ហើយដើមឈើកន្លែងនេះគឺតំណាង 140,000 យកសេចក្តីសង្គ្រោះទៅឲ្យមកវងធំ20កោដទៅឲ្យមកវងធំរាប់មិនអស់អេមែនអញ្ចឹងគឺអត្តន័យអញ្ចឹងมันមាននៅក្នុងនគរមុន 1000 ឆ្នាំទេអត់មានទេយើងទៅដល់នគរឋានសួគ៌បានយើងមានដើមជីវិតស្លឹកជីវិតពិតប្រកបទន្លេជីវិតដែលហូរមកហើយយើងនឹងទៅទីនោះយើងនឹងញ៉ាំដើមជីវិតស្លឹកជីវិតយើងនឹងបានជីវិតអស់កលយើងមានសេរីល្អពីក្មេងក៏ទៅធំដោយលោកអាដាមអេវ៉ាពីចាស់មកអាដាមអេវ៉ាសម្បុរអីគឺតែមួយភាសាតែមួយ
คือไงจังยังอกุนดับไปเอามาจ้ามันเมียนในขนมแผ่นใดเตนะจ๊ะคือมันเมียนเตก่อนท่ามาใส่บุญเบอร์หนุ่มปอนตำนางไอ้ดามเชิญนึกยกสกได้สังครุแต่ดอลมาเพย์เก้านำมาบงทอมปนเอาเองเอเมนจังไอ้สมัยปองบานปฏิญโปรดอกุนออกนี้อกุนออกนี้บันโจลได้สได้ปิดบปองแถมเตี้ยดำใบอกุนออกนี้บันตราบปองเอเมนก็อย่ามุ้ยเดี๋ยวฉันการปราบปรามเวียนนึงบังการพอตามคายบ่กอดปลุกตึกบ่เวียบานโฮเจนปีตีจำรบพลายนุก็เตยยกทัวเจียฮาสำหรับธนำจีบาจะยังบานอ่านรู้ใช้จานเนียงขยมดอลเลยช็อตมาดองจาทำหนึ่งแต่เนียงขยมตึกติดเด็กปลุกเนียงขยมกวนจองประโยชน์บองปอนเอาฉบับถ้าตึกนึงเจียเอ้ยว่าเป็นดอกกรามดอกกรามคือประโยชน์จะดอกกรามคือกี่ไอประโยชน์จะยังดอกกรามจังบองปอนเตยจับถาตึกได้โฮชมาเจนมอกคือมาใส่บุญเบอร์หนึ่งปอนจะวัวใบดองนั้นคือปุมาเพย์เก่าวะบุญดองให้มันอลุยมันบานคือปุมาวงทมได้รบมันจ้ะไตรคือตำรางเอาในขนมเอดีนั้นคือดมมาแซนบุญเมินบุญปอนจะไตรละอจะปองอ้วนคือตำนังละอจะอ้วนคือตีตำนังละอจะบอกตื้อคือเรือบานไตรละอคือมาแซนบุญเมินปอนในขนมสวรรค์เดียบันทีระบายเยิ้มอ้วนบอกตื้อมาดองเตียดคือในขนมเอเคลมนั้นคือปีพบโลกคือปุ่มาวงทอมรอมันคืออย่างนี้ปีโดยขี้เนี่ยจ้ะคือมาแซนบุญเมินปอนนี่ตักชมาจะตึกบุญนั่นคือปุ่มบองทอมไตรโดยขี้ในขนมเอดีนั่นคือในขนมสวรรค์เดวันทีระบายเยิ้มมาแซนบุญเมืองปอนได้ดอดมพอดมบงบาเป็นล้านคือปุ่มบองทอมในขนมวีวันน่ะจะปุ่มเปิดคอมาบุญได้รอบมันโดยขี้นะปีนึกโดยขี้นะบองปอนจะตักสมัดบองปอนมันโยนให้คือจะบองปอนผูกสิงผูกมาโรยได้มันเทะในขนมอมปือบาปนะจ๊ะจังดามเชื้อคือตำดางเอาปุมาแซนบุญเมืองปอนยกได้สังครุแต่ดอปุมาวงทอมจะปืนปันดังเตยังจีบาเกเตียงสัตว์เชี่ยมนั่งพลังวิญญาณจะโปรจีตลีจีบาtừ cái giờ tật na hồ tật đò ná cứ tật nước ban chia đò nắng mình chắc bóng ớn cha kia từ tua đây sân cửu cái ban chia kia rồi phật bị bự ba prup ní cứ dọc từ tật đại hồ tới nó dọc từ chia ba bự ba cái ọt miên chư cái ọt miên chủng ngư ọt miên ấy tiết prup ông ban ọt được ba đặc côn ọt này hơi cha từ bộ một vòng thông ô cần đập lại ông cha men tên để con ăn này nên nhóm trong từ kho trong khối tí đâm bì prap bông ôn pi tầm nàng cha chẳng nên nhóm ở chỗ ấy chơn tiết tế nên nhóm từ vào rồi cha còn phần năng đâm bì bông ôn đằng tất bông ôn đằng ấy tha tầm nàng ở mình đâu ấy nâng sắp bài sắp giám bông ôn rồi hết nên nhóm từ trong khối tíดังบองปอนดังทับพนมจีเปรียวิเฮียตำนางเปรียวิเฮียไอซิโยนกูจีเปรียวิเฮียบองปองนั่นนะจะให้นั่งไงบองปอนบานโจลให้เน่งขยมอัดเตยเฉินเน่งขยมก่อนแต่ประโยชน์บองปอนเตยจงโขยติจ้ะพวกไม่เห็นเลยเฉินนะจะนี่ขยมมันปรับว่าทับปูมาวงทมสับทั้งไงกับตอนมันตัวตราได้นะบางปนตัวตราบอสัตโนเต้จะเตอแต่ทั้งไงชุบสำหรับเจนเตอจะเหล่าไกรนั้นนะเตปดากันไดโลกเอสเกียนั้นคือเหล่าไกรเจนเตอนั้นบ้านโยปีทั้งไงชุบสำหรับตะดอลบอมปนนั้นให้บอมปนบ้านตะตัวโจมาขนมมาใส่บนมือปอนบอมปนบ้านตะตัวตราให้จะดอกปีบอมปนเตอจะบอมปอนบานตือดอลตัวตราเฮยจะเบอร์เกอดบานตัวตราหนังตีเกอดบานตัวในทั้งไงบริษัทบปองได้ตีบดาวใบหนึ่งยกตือหนังตีคือโกเกตัวตราบามุยโนจ้าโอเคตีสิกได้บรรจบสิกได้บรรจบการเงียระบอกปุ๋ยยืงเตอร์บานบางหายดอกย่อมในเปจับดามลำบง
tôi hơi tôi sai tức tôi chma ban bằng hai đo lục Ezekiel ca nôត្រូវបានគេផ្ដល់នៅការតំណាងដែលទឹកហូរចេញពីក្រោមទ្វារចូលខាងកើតទៅទិសខាងត្បូងនេះចូលអានទៅ Ezekiel ហ្នឹងចា47ហ្នឹងពិសេសពិសេសគាត់ចំណាំខ8ចាខ8បន្ទាប់មកគាត់បាននិយាយមកខ្ញុំថាទឹកនោះចេញទឹកទាំងនេះឆ្ពោះទៅទិសខាងកើតហើយចុះទៅវាលខ្សាច់ហើយចូលទៅក្នុងសមុទ្រដែលត្រូវបាននាំទៅសមុទ្រទឹកនិងត្រូវបានជាសះស្បើយអូខេដូច្នេះកិច្ចការរបស់យើងត្រូវបានបង្ហាញដល់ខ្ញុំដូចជាលាតសន្ធឹងទៅខាងកើតចាពីខាងកើតទៅខាងលិចចាពីបាប៊ីឡូនទៅខាងលិចទៅខាងលិចខាងកើតនៅកាន់កោះកាន់សមុទ្រហើយទៅគ្រប់តិចពិភពលោកចា4ទិសចាទៅពីពិភពលោកប៉ុន្តែដំបូងគេទៅខាងកើតទៅបាប៊ីឡូនមុនគេឡោតក្រៃចេញទៅណាចាអូខេទេវតាក៏ប្រាប់ថាទឹកដែលអ្នកបានឃើញជាកន្លែងដែលស្រីសំផឹងអង្គុយនោះគឺជាប្រជាជននិងមនុស្សផងទឹកមនុស្សផងទាំងឡាយគ្រប់សាសគ្រប់ភាសាកន្លែងទៅនេះគាត់បង្ហាញយើងថាទឹកនេះតំណាងឲ្យមនុស្សគ្រប់សាសគ្រប់ភាសាអញ្ចឹងណាបងប្អូនចាកន្លែងទៅនេះទឹកហូរចេញពីប្រភពទឹកដែលជាកន្លែងដែលវាចាប់ផ្ដើមដំបូងទៅខ្លោងទ្វារខាងកើតតំណាងឲ្យមនុស្ស144,000 នាក់ញ៉េនេះខ្ញុំគាត់ចង់យកកន្លែងទៅហ្នឹងទឹកដែលហូរចេញឆ្មាទៅហ្នឹងគឺតំណាងឲ្យ144,000 នាក់ហើយទន្លេបងប្អូនហើយទន្លេតំណាងឲ្យមួយវងធំដ៏ច្រើនរាប់មិនអស់ឃើញទេបងប្អូនចាប់បានទេទឹកឆ្មាចេញមកហ្នឹង144,000ដែលបានអំណាចនៅព្រះវិញ្ញាណចុងដៅហើយអំណាចនៅព្រះវិញ្ញាណចុងដៅហើយគេចេញទៅឡោតក្រាយទៅទឹកនឹងទៅប្រមូលពួកមកវងធំដែលវាស់4ដងឃើញទេអញ្ចឹងបងប្អូនចាប់បានតែនឹងឲ្យទៅច្បាស់តែនឹងអត់វាស់4ដងមិនមែនរើស144,000ជាទឹកឆ្មាហូរចេញពីបល្ល័ង្ករបស់ព្រះអង្គមកហើយជាឡោតក្រាយជាសម្លេងយ៉ាងខ្លាំងចុងក្រោយអញ្ចឹងឲ្យបងប្អូនច្បាស់តែប៉ុណ្ណឹងបានហើយយើងខ្ញុំអត់ទៅវែងឆ្ងាយទៀតនាំបងប្អូនកំជុះណាចាទឹកហូរចេញមកគឺជា144,000ចេញពីបល្ល័ង្កទឹកទន្លេគឺពួកមកវងធំរាប់មិនអស់អីមែនត្រីតំណាងឲ្យអ្នកដែលប្រែចិត្តដូរចិត្តទៅព្រះវិហារចាគឺយើងដឹងឲ្យត្រីមិញគឺនៅក្នុងសវណ្ណេវន្ធីរបស់យើងចាគឺ144,000ហើយអ្នកនេសាទអ្នកទន្លេហ្នឹងហើយនឹងអ្នកនេសាទតំណាងឲ្យមេដឹកនាំព្រះវិហារចាយើងដឹងហើយកន្លែងហ្នឹងយើងមិនទៅទៀតទេព្រះអង្គរើសមិនឲ្យនេសាទត្រីទៀតនេះព្រះអង្គឲ្យយើងនេសាទមនុស្សណាបងប្អូនចានាងខ្ញុំមកទៅទេដីល្បាប់នឹងបឹងតំណាងឲ្យនិកាយហើយនឹងពួកអស់អ្នកដែលផ្ដាច់ខ្លួនចេញពីទន្លេជីវិតឃើញទេហើយដែលជាពួកគេនឹងមិនត្រូវបានសង្គ្រោះឬព្យាបាលឡើយឃើញទេបងប្អូនពួកគេអត់ទទួលនូវសេចក្តីសង្គ្រោះគេអត់បាននៅទន្លេព្យាបាលទេព្រោះទន្លេនេះហូរចេញទៅ144,000ព្យាបាលគេអំពើបាបនិងសាច់ឈាមនិងព្រលឹងវិញ្ញាណសម្អាតគេណាបងប្អូនដល់គេអត់បានទទួលគេអត់បានសេចក្តីសង្គ្រោះទេអត់អាចបានព្យាបាលទេចាប្រែជាអំបិលឃើញទេប្រែជាអំបិលគឺអត់បានសង្គ្រោះបាត់ជាតិបាត់សេចក្តីសង្គ្រោះរបស់អំបិលហ្នឹងចាបងប្អូនចាដូចជាប្រពន្ធលោកលុតចាមានន័យបាត់បង់ជារៀងរហូតដូចជាភរិយារបស់លោកលុតឃើញទេបងប្អូនចាប់បាននៅល្បាប់ហើយនឹងចាភក់ហើយនឹងបឹងល្បាប់ហ្នឹងគឺគេអត់បានការព្យាបាលទេព្រោះគាត់គេអត់ទទួលនៅសារហ្នឹងគេអត់ទទួលនៅស្ដីសង្គ្រោះការព្យាបាលគឺ144,000ដែលយកចេញទៅហ្នឹងទេគឺពួកឡោតក្រាយចេញទៅហ្នឹងគេអត់បានចូលមកវងធំទេគេបាត់សេចក្តីសង្គ្រោះហ្នឹងឯងបងប្អូនណាចាបើនៅក្នុងព្រះវិហារគឺអ្នកដែលអត់ទទួលនៅសារហ្នឹងគឺជាសង្ហែនៅក្នុងព្រះវិហារណាចានៅយើងអត់ទទួលសារហ្នឹងព្រោះហើយដល់ពេលទៅពិភពលោកក៏ដូចគ្នាបើគេផ្សាយទៅហើយ
គេមើងងាយដល់ព្រះវិញ្ញាណបរិសុទ្ធគឺគេបាត់សេចក្តីសង្គ្រោះគេបានព្យាបាលគឺជាអំបិលហើយគឺគេបាត់សេចក្តីសង្គ្រោះនឹងហ្មងដូចជាប្រពន្ធលោកលុតដូចគ្នាណាចាអញ្ចឹងគឺក៏ប្រាប់បងប្អូនឲ្យបានយល់ច្បាស់កន្លែងទៅនឹងណាចានៅក្នុងព្រះវិហារគឺគេជាសងាយហើយបើទទួលសារនេះហើយបើទៅដល់ពិភពលោកគេអត់ទទួលសារនេះគេទៅជាប្រពន្ធលោកលុតចាដោយប្រពន្ធលោកលុតបាត់សេចក្តីសង្គ្រោះហើយចាអូខេអញ្ចឹងយើងនាងខ្ញុំតែប៉ុណ្្នឹងទេណាចាដើម្បីឲ្យបងប្អូនបានយល់ហើយដល់ពេលយើងចូលដល់ទីក្រុងនោះយើងអត់នឹងឈឺព្រះអង្គអត់ទោសបាបដល់យើងទិស្ដីទុច្ចរិតចាហើយនៅពេលនោះទៀតចានៅគ្រានោះមនុស្សខ្វាក់នឹងបានភ្លឺនៅក្នុងអេសាយចំពុក35ខ5ហ្នឹងមនុស្សខ្វាក់បានភ្នែករបស់មនុស្សខ្វាក់បានភ្លឺឡើងហើយតិចរបស់មនុស្សថ្លង់នឹងបានលឺហើយនៅគ្រានោះមនុស្សខ្វិននឹងលោតដូចជាប្រឹសអណ្ដាតរបស់មនុស្សកោនឹងជាងឡើងត្បិតនៅទីរហោឋានមានក្បាលទឹកផុសចេញមកហើយមានផ្លូវទឹកហូរដោយសមុទ្រខ្សាច់អូយកន្លែងទៅនេះ140,000នឹងចេញទៅគេសង្គ្រោះពុកនឹងបងប្អូនព្រោះពុកគេអ្នកដែលស្លាប់ហើយនឹងរស់ឡើងវិញពុកគេប្រុសរស់ឡើងវិញគេមានអំណាចលើសជាង120ទៀតព្រោះគេបានព្រះវិញ្ញាណចុងដៅគេបានអំណាចព្រះអង្គប្រទានដល់គឺជាព្រះគ្រីស្ទនៅក្នុងគេគឺគេមានអំណាចដូចជា Spider-Man ដែលបងប្អូនប្រាប់ចាគេទៅជាបាអញ្ចឹងដែលពួកមកវងធំដែលគេមកច្រើនហ្នឹងព្រោះគេឃើញអំណាចជាបាលទឹកនឹងចេញទៅចាគេប្រុសមនុស្សខ្វាក់មនុស្សខ្វិនមនុស្សថ្លង់នឹងឲ្យគេលោតឡើងវិញដាតដែលនិយាយមិនបានតិចដែលថ្លង់ភ្នែកដែលខ្វាក់ឲ្យភ្លឺវិញបងប្អូនចានេះគឺជា140,000ចេញទៅណាចាចឹងយើងអរគុណព្រះអង្គម្ចាស់គឺគេមានអំណាចមែនទែននៅពេលនេះហើយម្ល៉េះឲ្យសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាឲ្យកូនអស់គ្នាបានខំអស់ពីសមត្ថភាពពីអំណោយទានដែលព្រះអង្គប្រទានឲ្យដើម្បីចូលទៅក្នុងចំណោមគេពួកគេដើម្បីធ្វើការចំក្រោយបងប្អូនមិនមែនខ្ញុំលើកបងប្អូនបាននិយាយថាកុំឲ្យជីសេះប្រឡែងដៃចូលក្នុងសារនេះហើយមិនមែនព្រះអង្គម្ចាស់បានទៅនគរឋានសួគ៌អ្នកណាដែលធ្វើតាមផាតីព្រះអង្គតាមក្រឹតវិន័យតាមព្រះបន្ទូលរបស់ព្រះអង្គកុំឲ្យយើងគិតថាអូចូលសារនឹងហើយយើងអត់ខំសិក្សាបញ្ជាក់បង្ហាញខ្លួនដល់ព្រះជារៀងរាល់ថ្ងៃចាក់ប្រេងសគួរជារៀងរាល់ថ្ងៃអាទិដ្ឋានលិនតួជារៀងរាល់ថ្ងៃបងប្អូនខ្លះចានាងខ្ញុំធ្វើថេសបងប្អូនគាត់ទៅចូលទេប៉ុន្តែគាត់ចាប់បានច្រើននាងខ្ញុំនឹងព្យាយាមtrain គាត់ទៀតបន្ថែមទៀតប្រាប់ទៀតបញ្យល់ទៀតបងប្អូនខ្លះទៅក៏គាត់មានអំណោយទានល្អចាប់លឿនបងប្អូនខ្លះដូចជានាងខ្ញុំអីនឹងទៅអូខួរក្បាលគឺគេបានផងស្អីក៏នឹកមិនឃើញដែរប៉ុន្តែបើសិនជាយើងបានព្រះវិញ្ញាណបរិសុទ្ធដោយបងប្អូនថាអ្នកខ្លះគ្នាថាអូគ្នាជាមនុស្សល្ងីល្ងើអត់ចាំអត់ចេះអីទេប៉ុន្តែដល់ពេលបងប្អូនយកទៅសាយអិនក្រៃចូលដកដង្ហើមធំឲ្យធ្ងោទៅប្រាប់គេអូមិនដឹងថាព្រះបន្ទូលមកពីណាបងប្អូនមានអំណរមែនទេថាទេខ្ញុំអត់ចេះអត់ចាំហេតុអីដល់ពេលខ្ញុំនិយាយប្រាប់គេមិនក៏ព្រះបន្ទូលអាមេរៀនហ្នឹងមិនដឹងថាមកពីណាគឺអំណាចនៅមេរៀននេះដល់បងប្អូនចាបងប្អូនមានអំណរឡើងចាបងប្អូននាងខ្ញុំតែងប្រាប់បងប្អូនខ្លះការមិនទាន់ជឿនៅសារនេះគាត់អត់ចេះអានព្រះគម្ពីរទេគាត់មិនន័យថាគាត់អត់ចេះអក្សរប្រមាណទេព្រោះកើតចំនួនអពតអីចឹងទៅឬក៏មិនបានយើងមិនបានអានព្រះគម្ពីរអីទៅដល់ពេលយើងចាប់ជឿសារនេះទៅអានព្រះគម្ពីរមិនត្រឹមតែចេះអាននេះចាំនៅក្នុងព្រះគម្ពីរចង់គ្រប់ចម្ពោះចាច្រើនទៅទៀតហើយបងប្អូនខ្លះទៅអូគាត់ជាមនុស្សល្ងីងើអត់ចាំទេដល់ពេលគាត់យកសារនឹងទៅប្រាប់បងប្អូនផ្សេងមិនដឹងថាមកពីណាគាត់មានអំណរណាចាអរគុណព្រះអង្គសូមព្រះអង្គប្រទានពរបងប្អូនថែមទៀតនាំបងប្អូនចូលគ្រប់ទាំងស្ដីពិតជាពិសេសបងប្អូនមានត្រាមានឈ្មោះនៅក្នុងបញ្ជីជីវិតរបស់កូនជាមនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទចាសូមឲ្យព្រះអង្គបានប្រទានពរដល់បងប្អូនគ្រប់កន្លែងដែលបងប្អូនបានសោះគ្នាដើម្បីធ្វើការព្រះអង្គបងប្អូនមិនដែលចេះឡាយបងប្អូនមិនដែលចេះធ្វើបងប្អូនធ្វើស្រោះគ្នាឡើងជាពិសេសគឺសំណពរឲ្យបងប្អូនបានចាយសាយនៅសារនេះឡើងព្រោះមិនណោយទានបတ်តំនាយចាគឺសវណ្ដេវន្ធីយើងអ្នកណាក៏ដឹងដែរព្រះគម្ពីរអ្នកណាក៏ចេះអានព្រះគម្ពីរដែរដែលអត់មានគឺសារនៅសេរីជំនុំរាមនោះរស់គេអត់ដែលលឺទេបងប្អូនចាទន្លេយើងយក
តលេព្យាបាលទៅប្រាប់គេយកឲ្យគេបានព្យាបាលទាំងព្រលឹងវិញ្ញាណសាច់ឈាមឡើងឲ្យគេរួចផុតពីអំពើបាបនឹងឡើងដើម្បីឲ្យគេបានចូលក្នុងចំណោម140,000ការងាររបស់ព្រះវិហារគឺបោះត្រា140,000ការងាររបស់ពិភពលោកបោះត្រាមកវងធំដែលរាប់មិនអស់ណាចាសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអស់គ្នានៅថ្ងៃបរិសុទ្ធនេះសូមឲ្យសេចក្តីនៅសេចក្តីជំនុំរះនៅសេចក្តីសង្គ្រោះនេះបានលឺដល់បងប្អូនយើងអរគុណដល់ព្រះអង្គម្ចាស់ដែលព្រះអង្គបានប្រទានសារនេះមកឲ្យកូនអស់គ្នាបានយល់ព្រោះព្រះអង្គពិសេសដល់កូនអស់គ្នាណាគឺមានតែត្រង់មួយដែលពិសេសគឺជាព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណនៃសេចក្តីពិតដែលដៅចំណាំកូនអស់គ្នាត្រានៅលើថ្ងាសព្រះវិញ្ញាណដែលសេចក្តីពិតដែលព្រះវិញ្ញាណចុងដៅនឹងដែលឲ្យកូនអស់គ្នាបានអាវនៅសេចក្តីចរិតនៅលើខ្លួនកូនអស់គ្នាដើម្បីឲ្យកូនអស់គ្នាមិនភ្លក់នៅសេចក្តីស្លាប់របស់ព្រះអង្គសពតិបងប្អូនចាយើងអរគុណព្រះអង្គម្ចាស់នាងខ្ញុំស្លេះប៉ុណ្ណឹងចុះតើនាងខ្ញុំគិតថាបងប្អូននឹងបានយល់ខ្លះនៅក្នុងតលេជីវិតនឹងចាដើម្បីកុំឲ្យបងប្អូនកុំព្យុះណាចាបងប្អូនមានសំណួរអីទៀតបងប្អូនអាចសួរបានចាឬក៏កន្លែងណាខ្វះខាតក៏សូមព្រះអង្គបានអត់ទោសដល់កូនបន្ថែមដោយព្រះវិញ្ញាណបរិសុទ្ធបញ្យល់បងប្អូនថែមទៀតដើម្បីឲ្យបងប្អូនបានយល់នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមបងប្អូនមុនមកចប់ជាមួយនៅក្នុងថ្ងៃនេះនាងខ្ញុំលើកយកចម្រៀងមួយបទនាងខ្ញុំចូលចិត្តបទហ្នឹងអាសាច្រៀងចានៅក្នុងលេខ33ខ្មែរបរិសុទ្ធលេខ33ត្រង់វិសេសដល់ខ្ញុំអាមែនចាកូនទាំងអស់គ្នាត្រូវការត្រង់ជានិច្ចកូនទាំងអស់គ្នាមានតែត្រង់ពិសេសកូនទាំងអស់គ្នាឲ្យកូនអស់គ្នាស្រឡាញ់ត្រង់ជាទី1នៅក្នុងជីវិតកូនអស់គ្នាឲ្យកូនអស់គ្នាយកត្រង់ជាទី1ឲ្យកូនអស់គ្នាតាមព្រះវិញ្ញាណបរិសុទ្ធដែលជាសម្លេងទូចឲ្យកូនអស់គ្នាបានយល់គ្រប់ទាំងសេចក្តីអត្តកំបាំងរបស់ព្រះបន្ទូលទ្រង់ព្រោះទ្រង់មន្ត្រែទី7ផ្លុំព្រះអង្គនឹងបើកសេចក្តីអត្តកំបាំងដល់ហោរាដល់បាវបំរើរបស់ទ្រង់ម្ល៉េះឲ្យសំបើកឲ្យកូនអស់គ្នាបានយល់នៅក្របទី7ដើម្បីឲ្យកូនអស់គ្នាបានត្រាព្រោះទ្រង់វិសេសដល់កូនអស់គ្នាអាមែនហាឡេលូយ៉ាសូមបងប្អូនអស់គ្នាក្រោកឈរជាមួយនឹងខ្ញុំច្រៀងនៅលេខ33ទ្រង់វិសេសដល់កូនដល់ខ្ញុំអាមែនព្រះអង្គម្ចាស់ទ្រង់វិសេសណាស់ដល់ខ្ញុំគ្មានអ្វីធំដែលឲ្យខ្ញុំទង់ស្មើព្រះអង្គទ្រង់ស្រឡាញ់ហើយលោកខ្ញុំពេលតផងក៏បានសូមដោយព្រះលោហិនបរិសុទ្ធព្រះអង្គទ្រង់
មែនចាត្រង់ជាតួនៃស្ដីស្រឡាញ់សូមឲ្យកូនអរគ្នាមានសេចក្ដីស្រឡាញ់ដូចជាទ្រង់ផងដែរដើម្បីឲ្យកូនអរគ្នាសាយអិនក្រៃដល់បងប្អូនផ្សេងៗជិះចេញពីអំពើបាបនិងមនុស្សមានបាបមានដៃស្អាតចិត្តបរិសុទ្ធឲ្យកូនអរគ្នាបានសោកសៅនៅវិញ្ញាណរបស់កូនអរគ្នាជាមុនដើម្បីឲ្យកូនទៅសោកសៅនៅវិញ្ញាណបងប្អូនផ្សេងៗដើម្បីកូនអរគ្នាបានត្រាសូមឲ្យព្រះអង្គបានជួយប្រទានពរដល់បងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងៗឲ្យបងប្អូនបានឮសារនេះហើយជាពិសេសគឺជាមរបស់ព្រះអង្គនៅគ្រប់ទីកន្លែងព្រះវិហារសវណ្ណេវិន្ធីរបស់យើងនៅទីកន្លែងបានទទួលនៅសារស្ដីជំនុំរះមនុស្សរស់បងប្អូនកុំឲ្យតាំងចិត្តរឹងរូសឡើយនៅថ្ងៃនេះដើម្បីឲ្យព្រះវិញ្ញាណដឹកនាំបងប្អូនជោគគ្រប់ទាំងស្ដីពិតដើម្បីឲ្យបងប្អូនបានទទួលសារបានសង្គ្រោះចូលទៅក្នុងចំណោម 144,000 បើបងប្អូនមិនបានដល់ក៏បងប្អូនបានសង្គ្រោះនឹងរស់ឡើងវិញនៅក្រុមបរិសុទ្ធផងដែរចា៎សូមព្រះអង្គប្រទានពរនិងគង់នៅជាមួយនឹងកូនគ្រប់គ្នាដែលនៅក្នុងការថ្វាយបង្គំនៅម៉ោងពេលព្រឹកហើយនឹងធ្វើការនៅក្នុងសាច់ឈាម6ថ្ងៃទៅទៀតហើយនឹងបងប្អូននៅគ្រប់ទីកន្លែងតាមផ្ទះផ្សេងៗទៅណាគ្រប់ទីកន្លែងសូមឲ្យព្រះអង្គបានការពារនៅក្នុងចំអេងស្លាប់ស្ត្រីភ្នែករបស់ព្រះអង្គព្រោះយើងដឹងថាអាមួយនោះវាដឹងចំណុចខ្សោយរបស់យើងណាបងប្អូនសូមឲ្យកូនអរគ្នាបានតោងប្រគ្រីជាប់នៅក្នុងក្តីស្រឡាញ់នៅស្ដីស្រឡាញ់ហើយនឹងស្ដីជំនឿចាជាមាសសម្រង់ជាព្រះវិញ្ញាណចុងរដូវនេះសូមឲ្យព្រះអង្គបានជួយកូនអរគ្នាប្រកូនអរគ្នាខ្វះនៅមាសសម្រង់នៅព្រះវិញ្ញាណចុងរដូវនេះសូមឲ្យព្រះអង្គបានបំពេញព្រោះកូនដឹងថាសវណ្ណេវិន្ធីយើងចាំនៅព្រះវិញ្ញាណចុងរដូវមកចាប៉ុន្តែសារនេះមកដល់ហើយគេឥតទទួលគេយកឆាត់បាំងចាមិនត្រឹមតែបាំងខ្លួនឯងបាំងដល់សមាជិកផ្សេងៗម្ល៉េះហើយសូមឲ្យសមាជិកផ្សេងៗដែលត្រូវបានសង្គ្រោះចូល 140,000 បានលឺនៅសារនេះហើយកុំឲ្យគេតាំងចិត្តរឹងរូសជឿនៅអ្នកដឹកនាំ behind the tree នោះឡើយសូមឲ្យគេបានលិតជង្គង់ទូលទៅសូមព្រះសូមឲ្យព្រះអង្គបាននាំគេចូលគ្រប់ទាំងស្ដីពិតឲ្យគេបានទទួលនៅសារនេះស្ដីជំនុំរំមនុស្សរស់គេបានចូលនៅក្នុងចំណោម 144,000 បើត្រង់សពតិកូនសូមអរគុណព្រះអង្គសូមព្រះអង្គបានទានពរគង់នៅជាមួយបងប្អូនគ្រប់ទីកន្លែងជួបគ្នាទៀតនៅក្នុងថ្ងៃក្រោយទៀតចាសូមព្រះអង្គគង់ជាមួយចាទានពរគ្រប់គ្នាអាមែន